ការគាត់ទៅតែចេញលើពណ៌បកាលើមាត់ខ្ញុំសួរថាធ្វើមិនជោគជ័យ content ខ្ញុំមិនមែនជាមនុស្សដែលបង្កើត content ផ្ទាល់តែខ្ញុំ behind the scene ការហ្នឹងពិសេសក្នុងមួយខែម្នាក់ឯងគាត់រកបាន$1000ប្រហែលជាខ្ញុំកណនាមើលទៅថាខ្ញុំនឹងអាចជួយគាត់ឲ្យធ្វើការហើយនឹងរកស៊ីរកបានលុយ$2000ក្នុងមួយខែអញ្ចឹងខ្ញុំគិតថាប្រហែលជាវាអត់អាចទៅរួចតែតសាក់មើលបានដឹងពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាភ័យខ្លាំងមែនតើតែខ្ញុំអត់ប្រាប់ពិសេសទេអារម្មណ៍គាត់តែនិយាយបើលក់អត់ដែរហើយបើនៅសល់ទាំងអស់ធ្វើម៉េចលុយហើយលុយក្នុងកងចិត្តអស់ទៀតបានមួយរយៈគឺបានខ្ញុំលក់អស់ហ្មងតែប្រហែលមិនដល់មួយខែពេលខ្ញុំដាក់ target ថាមួយខែខ្ទង់20ថ្ងៃគឺបានខ្ញុំលក់អស់តែយើងទិញមកដើមចំណាយដើមទុន4000ហ្នឹងអញ្ចឹងយើងមានលុយលទ្ធភាពយកទៅប៉ារីសនៅនេះខ្ញុំចែកម្លេចដល់អត់លាក់បាំងហ្មងពេលដែលទាំងអស់គ្នាមើលអាចនឹងមើលអត់ដឹងថានឹងវាមិនដែរឃើញរូបភាពថ្មីតែតាមពិតគឺមិនដែរទេឲ្យមនុស្សហ្នឹងទៅចាប់អារម្មណ៍ពាក្យមួយដល់ឥឡូវហ្នឹងគឺពាក្យមួយដែលចាញ់ចាំងដូចកញ្ចក់អញ្ចឹងវាជា pattern មួយថាអូមនុស្សចាប់ដើមឆ្ងល់ហើយអញ្ចឹងបន្ទាប់ពីគាត់ឆ្ងល់គឺយើងឲ្យ reveal គាត់ម្ដងតិចម្ដងតិចម្ដងតិចអតិថិជនគឺជាអ្នកផ្សព្វផ្សាយរបស់មួយហ្នឹងគឺគួរតែ pay attention របស់មួយហ្នឹងគឺមានតម្លៃរបស់មួយហ្នឹងគឺ trend របស់មួយហ្នឹងគឺល្បីខ្ញុំចង់សាកខ្ញុំចង់កាន់ខ្ញុំចង់ប៉ះខ្ញុំចង់មានដូចគេដែរឆាយក៏ចិត្តដល់ពេលភ្ជាប់ពីជាមួយគាត់អញ្ចឹងខ្ញុំចង់ដឹងថាឆាយមានអីដែលចង់និយាយទៅវិស័យវិស័យគឺជាមនុស្សម្នាក់ដែលអស្ចារ្យខ្លាំងពិតជាមានជាតិក្រោយមិនខ្ញុំនៅតែចង់ជួបគាត់តែមិនបានប្រឹងម៉េះយើងធ្វើអញ្ចឹងដើម្បីគេ Good question ទៅជំរាបសួរខ្ញុំបានឈ្មោះតេសុផតដែលជា host នៃកម្មវិធី The 2% ដែលធម្មតាពីច្រើនមនុស្សយើងនិយាយតែរឿងល្អៗនិយាយតែពីរឿងជោគជ័យប៉ុន្តែនៅក្នុងកម្មវិធី 2% របស់យើងគឺយើងនិយាយពីការបរាជ័យនិយាយពី 2% ដែលមនុស្សផ្សេងៗអត់ដែល share អញ្ចឹងថ្ងៃនេះយកកិត្តិយសរបស់យើងគឺលោកឆាជំរាបសួរអ្នកនរគ្នានឹងឲ្យខ្ញុំឆាយជំរាបសួរអង្គបាទជំរាបសួរ Hello កិត្តិយសមែនតើហៅខ្ញុំមក Yes ឆាយតាមពិតបើសិនជាថ្ងៃនេះតាមពិតតោះយើងដូច interview ដូចគ្នាដូចយើងសម្ភាសការងារអញ្ចឹងបើសិនជាខ្ញុំកំពុងតែអង្គុយមួយឆាយសម្ភាសការងារហើយខ្ញុំឲ្យឆាយយល់ពី CV ខ្លួនឯងពីប្រវត្តិខ្លួនឯងឆាយ describe មិនវិញអូសម្រាប់ខ្ញុំ interesting សំណួរបងនិយាយទៅសម្រាប់ខ្ញុំចេះតាំងពីដើមមកខ្ញុំអត់ដែលធ្វើការមក like start មកគឺខ្ញុំចេញពីរៀនមកគឺរកស៊ីយកមកហើយខ្ញុំសម័យទៅចឹងបើសិនជាឲ្យខ្ញុំទៅដាក់ពាក្យធ្វើការតែខ្ញុំគួរតែនិយាយប្រាប់គេថាមិនដូចគ្នានិយាយទៅគឺអត់ដឹងនិយាយថាមិនព្រោះអត់ដែលដាក់ពាក្យធ្វើការឲ្យខ្លួនឯងយកប៉ុន្តែបើថានិយាយទៅបើ describe ហ្មងអញ្ចឹងខ្ញុំថាដូចឧទាហរណ៍ការខ្ញុំនៅរៀនគឺរៀនអត់ចប់ទេអញ្ចឹងពេលរៀនបានឆ្នាំទី3ក៏ខ្ញុំ resign ដោយសារតែខ្ញុំគិតថាមើលទៅដោយសារតែខ្ញុំគិតថាបើខ្ញុំធ្វើការក៏បានប្រាក់ខែហ្នឹងដែរចប់ទៅយ៉ាងច្រើន maybe 1000អីអញ្ចឹងខ្ញុំគិតថា maybe ខ្ញុំ take path stay start business ជាអីដែលខ្ញុំឆ្លាញ់អាចរកលុយបានច្រើនហើយបើសិនជាបទពិសោធន៍ការងារគឺ0អត់ដែលមានទេអញ្ចឹងបទពិសោធន៍ដែលខ្ញុំមានរាល់ថ្ងៃនេះគឺ start up ហើយ manage business របស់ខ្ញុំនិយាយទៅបើសិនជាជំនាញ skill ដែលខ្ញុំជំនាញជាងគេហ្មងខ្ញុំអាចនិយាយបានថាគឺ manage people ហើយ lead មនុស្សឲ្យពួកគាត់ធ្វើការងារមួយតាមដែល target ហើយឬក៏គោលដៅដែលក្រុមហ៊ុនមួយឬក៏ organization មួយចង់បានអាហ្នឹងគឺជាអីដែលខ្ញុំជំនាញជាងគេ I see actually ពេលដែលខ្ញុំនិយាយទៅថាដូចអត់មានបបពិសោធន៍អត់មានអីប៉ុន្តែខ្ញុំចង់អបអរសាទរទៅលើផ្កាទៅលើឥឡូវខ្ញុំឃើញ2 million follower ទៀតមួយពីពិសីអបអរសាទរឡានថ្មីអបអរសាទរផ្ទះថ្មី so many achievement ចំពោះអ្នកដែលអត់ស្គាល់ឆៃខ្ញុំគិតថាគេប្រកាសជាស្គាល់អ្វីដែលឆៃ build អ្វីដែលឆៃបានបង្កើតនិយាយទៅគឺនៅពីក្រោយខ្នងទោះគេអត់ស្គាល់ឆៃណាគេប៉ុន្តែខ្ញុំគិតថាមនុស្សមួយចំនួនធំគឺស្គាល់របស់ដែលឆៃធ្លាប់បង្កើតហើយអញ្ចឹងខ្ញុំចង់ដឹងថា what is your feeling right now ឥឡូវហ្នឹងមានអារម្មណ៍មិនដែរហើយមានរូបមន្តអីគេដែលធ្វើឲ្យឆៃបានមកដល់ថ្ងៃនេះ so សម្រាប់ពាក្យមួយដែលខ្ញុំតែងតែនឹកឃើញឲ្យតែខ្ញុំគិតថាតើឥឡូវខ្ញុំមានអារម្មណ៍មិនអារម្មណ៍ខ្ញុំគឺគ្រប់គ្រាន់ដោយសារតែពេលខ្លះខ្ញុំហៅថាមិនមែនគ្រប់គ្រាន់ក្នុងអត្តន័យដល់ថ្នាក់ថាខ្ញុំលែងឲ្យខ្លួនឯងទៅរីកចម្រើនលែងឲ្យខ្លួនឯងទៅមុខហើយប៉ុន្តែអត្តន័យថាគ្រប់គ្រាន់ហ្នឹងគឺខ្ញុំមានអារម្មណ៍ថាជីវិតគ្រួសារខ្ញុំក៏ល្អដៃគូជីវិតខ្ញុំក៏ល្អផ្ទះសម្បែងក៏មានមុខរបរក៏ល្អសុខភាពក៏ល្អគ្រួសារមកពុកម្ដាយអីហ្នឹងគឺសុទ្ធតែល្អហ្នឹងគឺជាអត្តន័យនៃភាពគ្រប់គ្រាន់របស់ខ្ញុំមិនមែនគ្រាន់តែ
ការរលុយរងៃដោយស្មោះត្រង់ហ្មងខ្ញុំរលុយគឺមិនមែនជាគោលដៅទី1របស់ខ្ញុំទេហើយក៏មិនមែនបោះដៃគូជីវិតរបស់ខ្ញុំទេគឺពួកខ្ញុំ build ក្រុមហ៊ុននេះឡើងគឺក្នុងគោលបំណង like inspire young people នៅស្រុកខ្មែរយើងធ្វើម៉េចឲ្យពួកគាត់វែកផ្លូវឲ្យពួកគាត់ខ្ញុំក៏វែកផ្លូវសម្រាប់ខ្លួនឯងដែរថាអូធ្វើមានអីដែលថ្មីដែលយើងអាចនាំចូលមកក្នុងស្រុកខ្មែរយើងបានខ្ញុំឃើញឆាយរងថ្ងៃនេះប្រឹងធ្វើការខ្លាំងមែនតើអត់មានសម្រាប់សំបីតទទួលបានសឹងថាបើសិនជានិយាយអ្នកខ្លះទទួលបានក្តីសម័យអស់ហើយតែគ្រួសារល្អមានទាំងស្នេហាល្អមានទាំងអាជីវកម្មប៉ុន្តែរងថ្ងៃនេះតើមូលហេតុអីដែលនៅតែធ្វើឲ្យឆាយនៅតែបន្តទៅមុខ what is your why ដូចខ្ញុំបញ្ជាក់ខ្ញុំមកដោយសារតែបើសម្រាប់ការគិតរបស់ខ្ញុំនិយាយទៅខ្ញុំតែងតែសរុបសេចក្តីមួយខ្លួនឯងក៏ដូចជាសរុបសេចក្តីមួយដៃគូរបស់ខ្ញុំដូចគ្នាខ្ញុំថាក្នុងមួយជីវិតនេះបើសិនជាសម្រាប់លុយខ្ញុំនិយាយស្រួលសាប់លុយដែលខ្ញុំឬក៏ក្តីសុខឬក៏របស់គ្រប់យ៉ាងដែលខ្ញុំមានបច្ចុប្បន្ននេះវាពិតជាអូខេសម្រាប់ខ្ញុំហើយប៉ុន្តែសម្រាប់ខ្ញុំមួយគឺខ្ញុំមិនមែនផ្ដោតទាំងស្រុងទៅលើខ្លួនឯងទេព្រោះខ្ញុំគិតថាជីវិតនេះជាផ្ទាល់ខ្លួន personally ដែលខ្ញុំគិតគឺគ្រាន់តែបង្គ្រប់សម្រាប់ខ្លួនឯងគឺវាអត់មានន័យទេជីវិតមួយនេះអញ្ចឹងខ្ញុំចង់ធ្វើរបស់ទាំងអស់បង្កើតរបស់ដែលថ្មីបង្កើតអីដែលមានគុណតម្លៃមិនមែនគ្រាន់តែសម្រាប់ខ្លួនឯងតែបន្សល់សម្រាប់អ្នកដទៃមនុស្សជុំវិញខ្លួនទាំងគ្រួសារទាំងប្រទេសជាតិ maybe ទាំងពិភពលោកទាំងមូលគឺមានដោយសារតែខ្ញុំមួយគឺអាចបង្កើតរបស់អីថ្មីឲ្យមនុស្សរស់បានស្រួលជាងមុនប៉ុន្តែមិនបានប្រឹងម៉េះដើម្បីអ្នកដទៃហេតុអីបានប្រឹងម៉េះដើម្បីសង្គមជាតិតើយើងធ្វើអញ្ចឹងដើម្បីគេ good question តាបើសិនជាគិតឲ្យស៊ីជម្រៅទៅវាអាច I think like this ដោយសារតែខ្ញុំក៏ជាមនុស្សម្នាក់ចូលចិត្ត reflect ទៅស៊ីជម្រៅដូចជាខ្ញុំឲ្យខ្លួនឯងទៅប្រឈមមុខជាមួយនឹងពេលវេលាដែលមានដែនកំណត់ដូចជាឧទាហរណ៍ថាថ្ងៃមុនចឹងខ្ញុំមានព័ត៌មានអ្នកស្គាល់គ្នាម្នាក់គាត់ស្លាប់ដោយសារជំងឺមហារីក so វាដូចជាព័ត៌មានចឹងដែលមិនទោះបីជាអត់ឮព័ត៌មានហ្នឹងក៏ខ្ញុំត្រូវទៅប្រឈមមុខមួយខ្លួនឯងដែរថាអូទៅថ្ងៃមុខអត់ប្រកាសទេប្រហែលជាពេលវេលាណាមួយប្រហែលជាឆាប់ឬក៏យូរឬក៏ដឹងតែដល់ពេលណាមួយគឺខ្ញុំនឹងស្លាប់ខ្ញុំនឹងត្រូវចេញពីដោយមិនកំណត់ពេលវេលាដែលខ្ញុំដឹងថាពេលណាទេគឺទាយអត់ដឹងមុនតែស្វ័យខ្ញុំគិតថាពីមួយថ្ងៃទៅមួយថ្ងៃគឺខ្ញុំត្រូវប្រើពេលវេលាឲ្យអស់ពីលទ្ធភាពមិនមែនតែធ្វើការទេប៉ុន្តែក៏ដូចគ្នាទៅលើតំណែងគ្រួសារទៅលើអីផ្សេងទៀតគឺខ្ញុំ put in 100% របស់ខ្ញុំដើម្បីតែពេលដែលលទ្ធផលចេញមកគឺខ្ញុំមានអារម្មណ៍ថាអូខេខ្ញុំអត់ស្ដាយក្រោយទេពីព្រោះនេះជាអ្វីខ្ញុំអាចធ្វើបានអស់ពីលទ្ធភាពហើយខ្ញុំមានតែការសម្រួលទៅលើក្រោយហ្នឹងអីដែលខ្ញុំគិតចុះហត់អត់ថ្ងៃបើឲ្យហត់ខ្ញុំគិតថាអត់ហត់ទេដោយសារមូលហេតុខ្ញុំធ្វើអីដែលខ្ញុំស្រឡាញ់ធ្វើអីខ្ញុំសប្បាយចិត្តខ្ញុំមានអារម្មណ៍ថាអត់សូវហត់តែពិតពេលដែលឆាយនិយាយរឿងអត់ហត់ហ្នឹងវា remind ខ្ញុំលឹកខ្ញុំពីរឿងមួយដែលតាក់ទងខ្ញុំធ្លាប់រៀនពី John C Maxwell គាត់បាននិយាយថា never work a day in your life អត់ធ្វើការសំបីតែមួយថ្ងៃពីមុនខ្ញុំធ្លាប់ថាអូយើងប្រឹងធ្វើការច្រើនទៅតន់ទៅក្មេងដើម្បីធ្វើម៉េចឲ្យឆាប់ retire ដើម្បីឆាប់ចូលនិវត្តន៍បានលឿនប៉ុន្តែដល់ពេលគាត់និយាយមកមួយម៉ាត់មកគាត់ថាគាត់អត់មានអីត្រូវចូលនិវត្តន៍ទេដោយសារអីរាល់ថ្ងៃនេះគាត់អត់ធ្វើការផងគាត់ងើបឡើងគាត់ធ្វើអ្វីដែលយើងសប្បាយចិត្តអញ្ចឹងដូចអ្នកលេង basketball គាត់ឬកីឡាគាត់លេងទាត់បាល់គាត់ងើបមកគាត់ទៅទាត់បាល់អញ្ចឹងវាមិនមែនជាការងារវាគាត់ធ្វើអ្វីមកដែលគាត់សប្បាយចិត្តខ្លួនឯងដល់ពេលអញ្ចឹងទៅខ្ញុំគិតថាកាលណាយើងមានមូលហេតុច្បាស់លាស់ដើម្បីងើបមកឲ្យធ្វើអ្វីដែលយើងសប្បាយចិត្តគឺល្អមែនតើប៉ុន្តែខ្ញុំចង់ដឹងថារាល់ដងហ្នឹងឆាយតាំងពីដើមមកដែរសម័យខ្លួនឯងដល់សប្តាហ៍ហ្នឹងអត់វានៅក្នុង plan តាំងពីដើមមកថាតាំង5ឆ្នាំមុនឆាយថាអូ5ឆ្នាំក្រោយមាន2លាន follower មានផ្កាមានចេះឬក៏how what is your plan តាំងពីដំបូងមកអូខេនិយាយទៅចេះដែរបងពេលដែលចាប់ផ្ដើមមកដំបូងភ្លាមណាខ្ញុំនិយាយដោយស្មោះត្រង់ហ្មងពេលដែលខ្ញុំចិត្តដាក់គោលដៅគឺជាចំនួនលេខហ្មងនិយាយទៅគឺខ្ញុំតាក់ទងមួយគណិតវិទ្យាហ្មងសូម្បីតែទូរស័ព្ទតាក់ទងមួយអាជីវកម្មគឺខ្ញុំគិតពាក់ព័ន្ធទៅលើលុយប៉ុន្តែលុយមិនមែនជាកត្តាខ្ញុំធ្វើអាជីវកម្មទេប៉ុន្តែគឺជារបស់មួយដែលខ្ញុំគិតថាវាស្រួល track វាស្រួលដឹងពេលយើងមាន cash flow ពេលដែលយើងមាន
ចំណូលមានអីគឺអាជីវកម្មហ្នឹងបានន័យថាវាដើរទៅមុខអញ្ចឹងខ្ញុំយកអាហ្នឹងគឺជាគោលនៅក្នុងការ track អាជីវកម្មរបស់ខ្ញុំហ្មងដូចគ្នា follower គឺសុទ្ធតែជា target ដែលខ្ញុំបានដាក់ប៉ុន្តែបើសួរថាពីដើមមកខ្ញុំពិតជាខ្ញុំមាន goal ប៉ុន្តែបើឲ្យថាច្បាស់ 100% ថាអូខ្ញុំដឹងធ្វើអាណាបានសម្រេចខ្ញុំគិតថាវាអត់អញ្ចឹងទេនិយាយទៅគឺយើងគ្រាន់តែដឹងថាគេខ្ញុំចង់បានអាហ្នឹងនៅកន្លែងពីនេះទៅនេះដើរទៅផ្លូវហ្នឹងប៉ុន្តែបើឲ្យច្បាស់ថាអូកន្លែងហ្នឹងខ្ញុំដឹងតែដើរទៅដល់ពីដំបូងមកខ្ញុំពិតជាអត់ច្បាស់ហ្មងវាខុសពីឥឡូវដែលអារម្មណ៍ឥឡូវនេះដែលខ្ញុំដាក់គោលដៅទៅ5ឆ្នាំទៀតគឺខ្ញុំពិតជាជឿហ្មងថាអ្វីដែលខ្ញុំដាក់គឺខ្ញុំនឹងធ្វើបានសម្រេចដោយសារវាមាន proof ពីដើមមកថាគ្រប់អ្វីដែលខ្ញុំបានកត់ត្រាទុកអ្វីដែលខ្ញុំបានដាក់គោលដៅគឺនឹងបានសម្រេចប្រហែលជាយូរឬក៏ឆាប់តែប៉ុណ្ណឹង ចុះបើត្រឡប់ទៅក្រោយវិញជឿថាខ្លួនឯងបានមកដល់សប្តាហ៍នេះឬក៏គិតថាខ្លួនឯងបានលើសគួរលើសនឹងទៀត what do you think បើសិនអីដែលខ្ញុំគិតខ្ញុំគិតថាបើឲ្យបកត្រឡប់ទៅក្រោយវិញឲ្យខ្ញុំកែខៃរាល់សកម្មភាពរបស់ខ្ញុំគិតថាក៏មិនជាលើសនឹងអីពេកដែរអានេះជាអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំបើលើសនឹងក៏តិចតួចដែរពីព្រោះអីខ្ញុំពិតជា appreciate ខ្លួនឯងរាល់ថ្ងៃដែលពិតជាខិតខំណាដោយសារដូចខ្ញុំអ្វីដែលខ្ញុំនិយាយមួយមកឯងគឺមករយៈកាលចុងក្រោយនេះគឺខ្ញុំដាក់100% put in 100%ប្រហែល 4-5 ឆ្នាំជាប់មកហើយអញ្ចឹងខ្ញុំគិតថាប្រកាសណាវាមានភាពលអៀងតិចតួចទៅលើថាជួនកាលខ្ញុំនៅក្មេង 3-4 ឆ្នាំមុនខ្ញុំនៅក្មេងឬក៏ខ្ញុំអត់ទាន់100%ដូចបច្ចុប្បន្នប៉ុន្តែទោះបីជាលើសនឹងតិចតួចក៏ខ្ញុំគិតថាពេលដែល balance សរុបសេចក្តីជាលទ្ធផលមកខ្ញុំគិតថាវាអត់លៀងខ្លាំងទេដូចបច្ចុប្បន្ននេះបាទតាមពិតនៅលើកសែផ្នែករបស់ពួកខ្ញុំឬក៏ខ្ញុំគាត់ថាអ្នកដែលស្គាល់ឆាយហើយពិសីពីច្រើនគាត់មើលមកឃើញអូរីកចម្រើនខ្លាំងមែនតើខ្ញុំចង់ដឹងថា along the journey ហ្នឹងតើវាតែងតែជោគជ័យអញ្ចឹងអត់ដែលមានជាប់ក្លុកក្លាក់អីខ្លាំងណាស់ឡើយសាហាវនិយាយទៅមករយៈក្រោយនេះក៏ខ្ញុំបានផ្លាស់ប្ដូរបរិបទក្នុងការចែកចម្លែកខ្លះដែរខ្ញុំមួយពិសេសក៏ share មួយគ្នាពាក់ព័ន្ធនឹងរឿងថាមិនមែនខ្ញុំទៅ share បទពិសោធន៍ដូចអ្វីដែលបងកំពុងតែធ្វើអញ្ចឹងខ្ញុំមិនមែនទៅចែកម្លែកបទពិសោធន៍មកវឹកក្រោយហ្នឹងពាក់ព័ន្ធនឹងរឿងអ្វីដែលខ្ញុំធ្វើអត់បានដើម្បីឲ្យមនុស្សហ្នឹងកាន់តែភ័យបារម្ភឈប់ទៅធ្វើឯងប៉ុន្តែខ្ញុំនិយាយរឿងទាំងអស់ហ្នឹងដើម្បីឲ្យគាត់ទទួលស្គាល់នៅការពិតទទួលស្គាល់នៅជីវិតថាមនុស្សដែលឃើញគេបង្ហាញនៅរឿងល្អគ្រប់សពបែបយ៉ាងប៉ុន្តែនៅពីក្រោយ story ដែលស្នេហាដែលជោគជ័យនៅពីក្រោយ story អាជីវកម្មដែលជោគជ័យនៅពីក្រោយជីវិតគ្រួសារធំមួយដែលជោគជ័យសពគ្រប់បែបយ៉ាងដែលបានល្អហ្នឹងគឺសុទ្ធតែមានផលវិបាកសុទ្ធតែមាន obstacle ដែលគាត់ត្រូវឆ្លងកាត់ជាច្រើនមែនតើ Yes តាមពិតអាហ្នឹងគឺជាមូលហេតុដែលខ្ញុំបង្កើត podcast ហ្នឹងដែរ to be honest ដោយសារអីដោយសារខ្ញុំធ្លាប់ចូលនៅរួមកម្មវិធីនៅបរទេសហើយតាក់ទងគេមានសហគ្រិនមានអីដូចគ្នាតែដល់ពេលគេភាគច្រើនសហគ្រិនយើង share ទៅអូយើងឈ្នះរង្វាន់នេះយើងឈ្នះនេះយើងទទួលបាននេះយើង sell បានចេះប៉ុន្តែយើងអត់មាន share រឿងខាងក្រោមទេតែដល់ពេលខ្ញុំចូលជាមួយពួកគាត់កាលនោះដូចជា entrepreneur សហគ្រិនប្រហែលជាចង់30ប្រទេសជាងដល់ពេលគាត់ពិភាក្សាគ្នាទៅគាត់និយាយរឿងអាក្រក់ម្ដងនិយាយពីការបរាជ័យវិញដល់ពេលអញ្ចឹងយើងធ្វើឲ្យមើលឃើញថាតើរឿងចឹងមិនមែនតែយើងទេដូចពេលខ្លះងើបមកអត់ដឹងធ្វើអីអត់ដឹងថាគ្រប់គ្រងមនុស្សបែបណាអត់ដឹងថាធ្វើទីផ្សារមិនទេគ្រាយោបល់ហ្មងហើយអត់ចេះគ្រប់គ្រងលុយអត់ដឹងធ្វើមិនអញ្ចឹងដល់ពេល share ជាមួយគ្នាទៅបានដឹងថាអូតាមពិតពួកគាត់ក៏មានការបរាជ័យចឹងដែរអញ្ចឹងចំពោះឆាយវិញខ្ញុំចង់ដឹងមួយទៀតដែរថាតើ journey របស់ឆាយហ្នឹងតើដែលឆ្លងកាត់យូរមកហើយហ្នឹងមានចរិតមួយណាឬក៏បរាជ័យមួយណាដែលធ្វើឲ្យបាក់ខ្លាំងជាងគេបើសិនជានិយាយទៅពាក់ព័ន្ធមួយការរកស៊ីមែនឬក៏ overall your journey អូខេបើសិនជាខ្ញុំគិតថាហ្នឹងខ្ញុំប្រហែលជាមិន consider ថាជាការបរាជ័យទេប៉ុន្តែខ្ញុំ consider ថាវាជារបត់មួយនៃជីវិតរបស់ខ្ញុំពេលហ្នឹងខ្ញុំរៀននៅ KT story នេះខ្ញុំធ្លាប់ share បានខ្លះដែរតែប្រហែលមិនជាមនុស្សច្រើនដឹងទេso ខ្ញុំសូមសង្ខេបឲ្យខ្លីហ្មងដោយសារតែសិស្សបងម្នាក់គាត់រៀននៅ KT ដូចគ្នាអញ្ចឹងក៏គាត់ពេលហ្នឹងដូចជាខ្ញុំធម្មតានៅសាលាហ្នឹងមិនមាន virtual company ត្រូវបងគេមិន recruit សិស្សដើម្បីចូលធ្វើ project អីចឹងទៅ so ខ្ញុំអត់មាន project ធ្វើទេតែពេលហ្នឹងគាត់ក៏ គ្រូ recommend ថាឲ្យយកខ្ញុំចូលទៅព្រោះខ្ញុំអត់មានការងារធ្វើច្រើនយូរហើយ so អ្វីដែលគាត់និយាយគឺធ្វើឲ្យខ្ញុំចាំខ្លាំងមែនតើថាបើសិនជាគ្រូអត់ recommend ណែក៏បងអត់ដឹងយកណែមកធ្វើអីដែរ so ពាក្យមួយម៉ាត់ហ្នឹងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថា
ai tha mình tích tha chư chấp mình tích tích tha nhẹ luôn mình tích tích tha khăng là thả bàn này chẳng lê lom là bỏ chỗ cái này thời anh em chọn trăm là bỏ thằng năng mình tên tại sau đó mỗi tiết cứ mà đo ba chấm bón ấy nhưng mơ khơi tha con mình chim mà nữ đài trời bỏ nhom được cả nhom khăng này nhưng mà tha con cứ chỉ phần hai môi này nè đài chui nhưng mà mình pe ba chấm bón này đài năng cứ vậy cho nên không thể nào năng lọt cật chẳng chụp ấy kia bỏ chẳng chụp thưa business chụp nation like wanna quit miền pe class đài cònทำ một plan เลยโดยchỉ ưu tiên họ tha sóc thơ video mùi bị say nhưng mà mình chỉ mình nè đài tranh mốc này và tái pe class mà chỉ muốn trong take time off đài đây là biểu lạc này chạy chọn thơ video dù tới đối admin này ấy chẳng thơ dù tới đợi smart thoáng bằng pe class đôi hai tha anh nắng kia ta non mốc á bờ bỏ slide tới cứ đôi dương đánh tam chỉ nuốt lết rồi còn dương đánh tam là bỏ mỗi đài mà mẹ chỉ con làm lại để dương trong ban tăng bị đàm mà họ đi bộ nhóm trắng thưa video cái đầm bậy tục trẻ được sao về luôn ấy share knowledge tới nè đợt tới inspire nè đợt tới và ta dù bài chỉ tha ví dụ rồi mỗi có like rồi có comment rồi có share bài chỉ miền ai tận ấy rồi có thưa ai dương nó rồng phơm chỉ riêng tha ta dương mang một cái con làm lại ấy khăn không cùng thưa ai dương lose interest hay về khác đôi viên miền sầm piệt khang pe từ lơ ca thưa video put pressure too much ấy chẳng giống như đó ha cho dân thưa đấy bà thưa dù tới viên mền tới chia tầm lọt mền tới chia vậy để nhóm cho thưa dù tới càng làm như đó ha anh càng nghe tới nhưng trong thưa những từ chỉ habit môi đã tha nhưng thưa việc đách của dân cho chất hay bằng cát con làm lại thì mình còn là đinh tam lại đinh tam dù vấn đề về năng mùi hạt ấy để thôi rồi trai reflect một bên thà tôi dân bàn like bàn dù ấy tịch tuổi vào đó với nơi tàu to từ một đôi bởi nhóm cách xa anh mỏng nhóm cách tha cho bỏ ban like ban ví dụ tới mình cho bỏ inspire này ở tay tới mình worst case mỏng nhóm thơ video nâng xem hẹp anh được sao vậy bỏ luôn này rồi lấy cho khánh cho tăng bị đam cho chật phơ với cho tăng bị đam khánh admin này like min này ví dụ này số thơ viết đầm bậy luôn này này là số chập đam bây giờ nói small năng màu bình mắc thơ viết đầm bậy luôn này này pe đại dương thơ viết đã qua unique chỉ dương bài tha bị xây nẹp 21 vậy bạn ta nơi bị khỏi nó còn nhung và trô là vậy đại dương chẳng pi nẹp miếng chỉ mũi kia trô từ trong video này số bà sân chỉ nhung kén có bị xây có bạn nơi không ca thơ video này năng này cho tập tới bên pe đại trai resign trai drop out vậy tới chụp hiện mà học sinh lại nơi năm tỷ 7 tập tới bên hai đấy bàn trai giờ tới mua hai đấy để thời trai trên decision mua năng màu số pe năng miền hưởng trẻ đời xa ta lá cứ miếng con trà trong choppy lá thời ca bong lùi chẳng decision mua nắng cứ nhom ban mấy dấu ấy tăng bị nhom hiện ban mà sang pi sang buổi nhom đăng tha nè cột bao nhom cứ đằng ở thời ca chẳng nhom tha dần dấu bằng phốt nhom hiện trong 4 trăm nhom nâng design full price mà chẳng tai lẹ khăn về nơi thoáng thay trẻ bây giờ nhom ba hiện mà 7 năm nữa covid có bị khang hiện có online hay nhom mơ khơi tha bởi nhom waste time cho mà năm tiết có mình đây đây chẳng nhom có hai thằng vậy mơ khơi tha bị sấy mình một là bò còn ai thọt ấy ban hay còn vậy tới chấm nấu ở chờ này bông và về sụt sắp nhom vậy mong ca nắng bị sấy không mà khai mình này anh còn họ ban một pon là hỏi nhom có cái thay trong và sân thì nhom tranh từ thơ ca nghe khang khèo ta mà khai nhom ban mà nhom ưu thì họ thay nhom cái thay phèo mồi cho nước không ai bữa ban từ pon hai ban lớn nâng và tay nơi đỏ so là tại chẳng sớm ấy thay nhom hiện ở bậc hai và hai giờ phía rồi chán thơ ca này không ai nơi không ai phèo mồi bị sấy phèo mồi bị sấy mà pon cho bởi nhom cái thay trẻ cho bởi nhom đọ phèo mồi nó có bọt chảo chui thơ ca bị sấy và hai chị nhom kẹt là nỉa mới tới á thay nhom nâng ai chui quát oi thơ ca hay nâng hồ xí hồ ban lôi pi pon nằm khai chẳng nhom cái tha pi nãy nhom đập bò chẳng chừng đánh phèo mồi chẳng nhom cái tha hai chia việc ai tới ruột tái tỏ xạ mới bản đằng chẳng nhom sọc chất đi sáng bong lôi ai cái chơi lôi bị mạ hay nâng cục lôi luôn ai mà trong mấy bạn ắt trăm mà năm thì ở ban sừng hạ bát sừng đời xa ta sầm nhom tôi nhom cái tha pe bị liệp chỉ miên làm lại kháng hay nhom cái tha bà sân bất chỉ mơ khinh khai ca nơi lơ ca hiện mẹ á nhom cái tha bay năm cả lòng máu nó cứ nhom ai tua rắm đăng pi năng mong đôi khi chỉ mùi nhom chập đam tua rắm đăng pi tha business hay đăng pi ở vậy đại bị xây bông phơi nó cứ về bàn khai cả nhom bất chỉ tua rắm đăng thà này mời tới với miền hai thằng miền phim ai tới cái chiếng đọc về núi nhom tua ba rắm tha nhom đôi tha chùm non phong hay vậy tới hai pho xong khục bài biết rồi nhom nhà đó ha ở cả đây tới play nắng vì ai nâng khát pe cả trời hay bờ trình thưa cá
có ban lôi tịch đài hay bởi dương vest cho mà năm bỏ sân chỉ một năm nâng dương biểu ấy ban thống dương anh họ lôi rồi có chịu phép thu thiê chuyện nâng chẳng nhưng sọc kết thạc ở cho một năm này sọc kết thà lỡ thọ thay bong lôi cái mà chừng buồn hai chỉ không giả về một năm nữa cứ nhóm cạn này tới ai từng họ lôi ban khục mình chẳng nhưng ta ok chẳng thôi mà chơi mà ពេលហ្នឹងពេលដែលប្រាប់ម៉ាក់ប៉ាឆាយគាត់និយាយមកចឹង បើម៉ាក់ខ្ញុំគាត់ស្រួលហ៎បងខ្ញុំស្មោះត្រង់មកម៉ាក់ខ្ញុំពេលហ្នឹងគាត់ខ្ចីលុយដោយសារតែម៉ាក់ខ្ញុំគាត់ធ្លាប់ជាអ្នកដែលរកស៊ីទូធាននៅស្រុកដែរខ្ញុំពិតជាចង់ពាក់ព័ន្ធដល់គាត់ដែរតែដោយសារតែពេលហ្នឹងពួកខ្ញុំតែស្តារដំបូងៗតែអត់លុយទេពេលហ្នឹងលុយក្នុងកងសល់ប្រហែលប្រហែលប៉ុណ្ណេះខ្ទង់6 7000ខ្ញុំត្រូវបង់ឲ្យសាលាខ្លះហើយត្រូវខ្ចីលុយពីម៉ាក់ខ្លះម៉ាក់ខ្ចីលុយធនាគារកាលហ្នឹងដើម្បីប្រគប់លុយឲ្យខ្ញុំហ្នឹងបង់ផ្ដាច់ពីសាលាមក ភ័យពេលហ្នឹង វាភ័យខ្លាំងមែនតើបងដោយសារលុយយើងតិចយើងបង់សាលាសល់ច្រើនជាងលុយដែលយើងសល់សម្រាប់រកស៊ីទៀតអញ្ចឹងបានន័យថាយើងសឹងតែចាប់ដើមមកពីលុយដែលតិចមែនតើ ប៉ុន្តែខ្ញុំគិតថាភាគច្រើនមនុស្សគាត់តែងតែនិយាយរឿង taking risk ហើយខ្ញុំតែមិនឃើញមានតែឆាយមួយដែលអានេះបានពិតជាបថយប្រឋានមែននេះបថយខ្លាំងហ្មងព្រោះមានដែរគិតថាបើសិនជា fail what would you do ទៅធ្វើអីវិញព្រោះ if you fail I think អត់មិនត្រឹមថាអស់ហើយសឹងថាដកទៀតហ៎អញ្ចឹងហ្នឹងហើយពេលហ្នឹងអត់ការគិតមិនដែរអត់មានដឹងតែធ្វើបានជោគជ័យហ្មងឬក៏ what is your thinking បើសិនជាខ្ញុំហ្មងខ្ញុំគិតថាអានេះអ្វីដែលខ្ញុំភាគច្រើនខ្ញុំតែងតែគិតថាមានប្រសិទ្ធភាពចំពោះខ្លួនឯងខ្ញុំតែងតែគិតដល់ worst case ក៏មិនមែនគិតច្រើនរហូតដល់ថ្នាក់លែងហ៊ានទៅធ្វើតែខ្ញុំគិតដល់ worst case ឥឡូវឧទាហរណ៍ថាខ្ញុំកណនាមើលទៅពិសេសរកបាន 1000 គាត់ម្នាក់ឯងដឹងរកបាន 1000 ហើយសំខាន់ពីរអ្នកខ្ញុំបើចេញមករស់អត់ហ្នឹងជារឿងទី1ដែលខ្ញុំគិតហើយទី2ខ្ញុំគិតថាបើខ្ញុំជួយគាត់បាន 2000 ពីរអ្នកម្នាក់ 1000 អញ្ចឹងបានចំណូលច្រើនជាងមុនចុះបើអត់បានអញ្ចឹងយ៉ាងហោចណាស់ក៏នៅ 1000 យើងនឹងអាចរស់អញ្ចឹង survive បានសំខាន់ផ្លូវចិត្តខ្ញុំសប្បាយចិត្តខ្ញុំធ្វើអីដែលខ្ញុំស្រឡាញ់ជួយ support គាត់បានខ្ញុំគិតថាហោចណាស់ក៏ add ជា value ខ្លះចូលទៅក្នុងហ្នឹងនឹងកើនចំណូលដែរអញ្ចឹងខ្ញុំគិតបែបផ្លូវសាមញ្ញក្បាច់ស្រីអញ្ចឹងមកខ្ញុំក៏មិនបានទៅអង្គុយគិតច្រើនពេកថាអូបើសិនជាបរាជ័យដល់ទៅកម្រិតណាខ្ញុំគិតថាប្រហែលជាអានេះជា pattern មួយនៃជីវិតរបស់ខ្ញុំដែរគឺខ្ញុំភាគច្រើនខ្ញុំចូលចិត្តគិតផ្លូវវិជ្ជមានបានច្រើនក៏វា attract របស់វិជ្ជមានមកបានច្រើនបើខ្ញុំជឿលើគេហៅ gut feeling ឬក៏គេហៅថាញៀនទី6ហើយអាហ្នឹងទោះថ្លឹងមិនបាច់ខ្ញុំឬក៏មិនបាច់ឆាយទៅប្រាប់ថាគួរធ្វើអីប៉ុន្តែខ្ញុំជឿថានៅចំណុចណាមួយយើងនឹងដឹងខ្លួនឯងហើយយើងក៏ជល់ខ្លួនឯងដែរថាតើយើងគួរតែធ្វើ decision មួយណាខ្ញុំជឿលើញៀនទី6ហ្នឹងព្រោះជាក់ស្ដែងដូចឧទាហរណ៍មហូបចឹងមិនបាច់ទៅមើលថ្ងៃហួសទន្លេមិនបាច់ទៅមើលអីញៀនរបស់យើងភ្នែកមើលដឹងហួសទន្លេអត់ហិតមើលដឹងហួសទន្លេអត់ភ្លក់មើលដឹងហួសទន្លេអត់អញ្ចឹងខ្ញុំគាត់ថាពេលណាដែលយើងសម្រេចចិត្តឬក៏ធ្វើ decision ណាមួយញៀនទី6របស់យើងឬក៏ gut feeling ហ្នឹងគឺពិតជាសំខាន់អញ្ចឹងat the end of the day ឲ្យតែយើងសប្បាយចិត្តខ្លួនឯងដែរកុំឲ្យថា make decision ទាំងគេបខំឬក៏ទាំងពិបាកចិត្តទាំងអីចឹងទៅចំណុចមួយទៀតដែលខ្ញុំឃើញរៀងពិសេស unique រឿងឆាយមួយពិសេសគឺខ្ញុំឃើញថាគាត់ជា content creator ដែរប៉ុន្តែអត់ទទួល sponsor អាហ្នឹងតាំងពីដើមមកអញ្ចឹងហ្មងឬក៏ពេលណាដែលចាប់ដើមធ្វើចឹងប្រហែល3ឆ្នាំចុងក្រោយដោយសារតែពេលចាប់ដើមដំបូងខ្ញុំទទួលប្រម៉ូទច្រើនហើយក៏គោលដៅរបស់ពួកខ្ញុំដាក់គោលដៅថាថ្ងៃអនាគតទៅគឺខ្ញុំនឹងនិយាយទៅគឺខ្ញុំនឹងអត់ធ្វើការឲ្យគេទេនិយាយទៅតាំងពីដើមមកខ្ញុំដាក់គោលដៅថាអត់ធ្វើការឲ្យគេទេបន្ទាប់ពីនិយាយចឹងហើយរយៈពេលកន្លងមកក៏ខ្ញុំក៏ធ្វើ content creator ពិសេសធ្វើ content creator so គឺបានន័យថាម៉េចក៏នៅតែគេជួលយើងដូចគ្នានឹងគាត់តែធ្វើការជា project so ខ្ញុំចាប់ដើម realize ថាអាហ្នឹងមិនមែនជាអ្វីដែលខ្ញុំចូលចិត្តហើយក៏មិនមែនជាអ្វីដែលខ្ញុំចង់បានដែរហើយបើសិនជាវាពិតជានាំខ្ញុំទៅអ្វីដែលគោលដៅខ្ញុំចង់ក្រោយក៏វាអត់សូវទៀតទាំងដែលខ្ញុំថ្លឹងថ្លែងជាក់ស្ដែងទៅខ្ញុំគិតថាការរកស៊ីគឺអាចធ្វើឲ្យខ្ញុំនឹងលូតលាស់បានលឿនជាង so ខ្ញុំក៏សម្រេចចិត្តថាអូខេឥឡូវពួកយើងសាក់ឈប់3ខែអញ្ចឹងហើយក៏សពេចសបល់ចូលមកធ្វើការវិញម្ដងទៀតធ្វើការប្រម៉ូទឲ្យគេហ្នឹងបានមួយរយៈក៏មានអារម្មណ៍ថាគឺមានបញ្ហាចម្រូងចម្រាសហើយធ្វើឲ្យហៅថារបស់ដែលយើងយកមកប្រកាសណាយើងបានផលប្រយោជន៍មួយប៉ុន្តែយើងមានតម្លៃត្រូវបង់មួយផ្សេងទៀត
ដោយថាមានបញ្ហាមួយខាង agency ឬក៏ខាងក្រុមហ៊ុនមិនមែនពួកគាត់មិនល្អតែហើយជាពួកខ្ញុំគឺអត់ fit មួយបរិបទការងារឈប់ធ្វើមួយរយៈធ្វើវិញ3ខែក៏ឈប់ធ្វើមួយរយៈទៀត2 3ដងក៏ខ្ញុំចាប់ផ្ដើមច្បាស់ថាពួកខ្ញុំគឺអត់ fit មួយហ្នឹងមកហើយផលប្រយោជន៍ដែលខ្ញុំអាចរកបានពីការរកស៊ីខ្ញុំមានអារម្មណ៍ថាវាធំជាងមិនគ្រាន់តែទៅលើលុយទេប៉ុន្តែទៅលើការសប្បាយចិត្តទៅលើផ្លូវចិត្តក៏ទៅលើសេរីភាពនៅក្នុងការសម្រេចចិត្តរបស់ពួកខ្ញុំដែរឆាយមានរូបមន្តឬក៏ secret អីដែលនាំឲ្យមកដល់សប្តាហ៍ថ្ងៃហ្នឹងឯងបើសិនជារូបមន្តហ្មងអត់មានទេប៉ុន្តែពាក្យមួយដែលខ្ញុំតែងតែជួបមនុស្សឲ្យតែគេសួរថាតើមានអ្វីដែលសាមញ្ញហើយងាយស្រួលចាំហើយធ្វើទៅគឺអាចទទួលបានផលអត់គឺខ្ញុំតែងតែនិយាយថាភាពទៀងទាត់ខ្ញុំក៏មកកំឡាយទៅជាអ្វីមួយដែលខ្ញុំអាចយកមកប្រើជាប្រចាំថ្ងៃរបស់ខ្លួនឯងគឺភាពទៀងទាត់ខ្ញុំតែងតែមើលឃើញថាទាំងការបង្កើត content មនុស្សសួរថាធ្វើមិនជោគជ័យ content ខ្ញុំមិនមែនជាមនុស្សដែលបង្កើត content ផ្ទាល់តែខ្ញុំ behind the scene សូខ្ញុំដឹងថា content មួយដែលជោគជ័យម្នាក់មួយដែលជោគជ័យមិនមែនថាគាត់ផុសវីដេអូមួយល្បីទេប៉ុន្តែទៅលើវីដេអូ50 100ដែលគាត់ផុសហ្នឹងគឺគាត់ផុសវាដោយទៀងទាត់3ថ្ងៃម្ដងមួយអាទិត្យម្ដងឬក៏រយៈពេលកំណត់ណាមួយម្ដងហើយគឺតែងតែច្បាស់លាស់មិនថាថ្ងៃនេះបានតិចថ្ងៃណាបានច្រើនថ្ងៃណាមួយអត់មានអ្នកមើលថ្ងៃណាមួយមានអ្នកមើលប៉ុណ្ណាតែ combine ចូលគ្នានៅក្នុង period ណាមួយ consistent កន់វាហ្នឹងហើយគឺជា define ថាម្នាក់ហ្នឹងនឹងទទួលបានលទ្ធផលមួយដែលល្អប្រសើរហ្នឹង I see តែប៉ុន្តែខ្ញុំចង់សួរឆាយតាក់ទង content នឹងដូចគ្នាតាក់ទង algorithm ដូចគ្នាព្រោះដូចឆាយនិយាយអញ្ចឹងឆាយមិនមែនជាអ្នកចេញមុខទេប៉ុន្តែជា architect នៅខាងក្រោយខ្នងហើយខ្ញុំគាត់ថាឆាយមិនមែនជាសំណាងទេដោយសារមិនមែនត្រឹមតែផលិតបង្កើតបានពេញវិស័យដែល follower រូប content ល្អមានអ្នកតាក់ទាញច្រើនប៉ុន្តែខ្ញុំឃើញសូម្បីតែផ្កាដែលត្រឹមតែចាប់ផ្ដើមហ្នឹងខ្ញុំឃើញ content បាន engagement បានអីច្រើនខ្លាំងមែនតើមុនហ្នឹងឆាយបាន share រឿង consistent ហ្នឹងឯងប៉ុន្តែឆាយអាច share អីបន្ថែមទៀតទេថាធ្វើម៉េចដើម្បីឲ្យ content របស់យើងវាកាន់តែប្រសើរដើម្បីទទួលបាន engagement ដើម្បីទទួលបានអ្នកមើលអ្នកអីច្រើនអញ្ចឹងណាបើសិនសម្រាប់បរិបទការងារវិញបរិបទការងារខ្ញុំគាត់ថារឿងទី1ដែលពិតជាត្រូវ consider គឺមនុស្សនិយាយទៅមនុស្សគឺសំខាន់ខ្លាំងមែនតើគឺទី1គឺខ្លួនយើងហ្នឹងឯងបើសិនជាដោយស្មោះត្រង់មិនមែនថាខ្ញុំពិតជាឲ្យ credit ខ្លាំងទៅលើក្រុមការងាររបស់ខ្ញុំគ្រប់គ្នាគឺសុទ្ធតែជាចំណែកមួយដែល build ផ្កាឲ្យមានថ្ងៃហ្នឹងប៉ុន្តែទន្ទឹមនឹងហ្នឹងគឺយើងពិតជាត្រូវដោះខាត់សមត្ថភាពខ្លួនឯងយើងក៏ជាមនុស្សម្នាក់ដែល take part សំខាន់មួយនៅក្នុងហ្នឹងដែរបើយើងនិយាយស្ដាប់បើយើងអត់កើតក្រុមហ៊ុនគឺដឹងអត់កើតទេព្រោះម៉ាស៊ីនក្បាលម៉ាស៊ីនខូចហ្នឹងហើយទៅដឹកនាំអ្នកខាងក្រោយគឺទៅអត់រួចទេប៉ុន្តែការរើសមនុស្សពិតជាសំខាន់ឥឡូវខ្ញុំឧទាហរណ៍មួយថាយើងចង់រើសមនុស្សខាង marketing តើគាត់នឹងពិតជាម្នាក់ដែលអាចផ្សព្វផ្សាយផលិតផលយើងអត់តើមើលទៅគាត់គឺជាមនុស្សម្នាក់ដែលអាចមើលតន្ន័យបានអត់តើមើលទៅគាត់មិនគ្រាន់តែមើលទៅវិភាគការងាររបស់គាត់កន្លងមកតើគាត់ពិតជាស័ក្តិសមមួយប្រឡោះមួយដែលយើងដាក់ចូលអត់តើអត្តចរិតរបស់ម្នាក់ហ្នឹងគឺពិតជា fit មួយនឹងមជ្ឈដ្ឋានការងារឬក៏ culture របស់ក្រុមហ៊ុនយើងអត់ឥឡូវឧទាហរណ៍ថាចង់រើស HR តើ HR ម្នាក់ហ្នឹងគឺជាម្នាក់ដែលចាស់ទុំអត់គឺជាម្នាក់ដែលអាចមើលថែដូចថាក្រុមហ៊ុនខ្ញុំក្មេងអញ្ចឹងអាចមើលថែក្មេងៗនៅក្នុងហ្នឹងអត់តើជាម្នាក់ដែលអាចបដិញមនុស្សចេញទាញមនុស្សដែលមានសមត្ថភាពចូលជំនួសខ្ញុំបានអត់អញ្ចឹងអានេះខ្ញុំទៅមើលរបស់ទាំងអស់ហ្នឹងអញ្ចឹងយើងផ្គុំមនុស្សទាំងអស់ហ្នឹងចូលគ្នាមកខ្ញុំគិតថាដូចឧទាហរណ៍បងមូលហេតុបង្កើត content marketing creative អញ្ចឹងតើមនុស្សម្នាក់ដែលយើងចង់ឲ្យបង្កើត content creative ហ្នឹងគាត់មាន creativity អត់តើគាត់មានគណិតថ្មីមកអត់តើពេលដែលជួបបញ្ហាមួយឬក៏ stuck នៅក្នុងកន្លែងមួយគាត់ដោះបានអត់អញ្ចឹងយើងផ្គុំមនុស្សដែលមានសមត្ថភាពទាំងអស់ចូលគ្នាទៅប្រព័ន្ធ system មួយហ្នឹងវា run បាន smooth ហ្នឹងហើយដោយសារយើងកំពុងតែនិយាយរឿងផ្កាខ្ញុំក៏ចង់ចាប់ផ្ដើមចង់ដឹងតិចដែរថាហេតុអីបានឆាយចាប់ផ្ដើមផ្កាហ្នឹងហើយតាមពិតអាវិស័យតាក់ទង cosmetic តាក់ទងគ្រឿងសម្ផស្សហ្នឹងគឺច្រើនខ្លាំងមែនតើហេតុអីបានឆាយចាប់ផ្ដើមសម្រាប់ចិត្តថាចូលនៅប្លោះហ្នឹងមួយដែរនិយាយទៅពួកខ្ញុំលក់តាំងពីដើមមកលេខឃ្លៀតលេខគូតពិស័យលក់អញ្ចឹងក៏ថ្ងៃមួយហ្នឹងវិស័យ cosmetic ពីមុនគឺអត់ដើរទេនៅខ្មែរគឺ skin care បានន័យថាថែរក្សាស្បែកគឺដើរជាង make up ហើយថ្ងៃមួយមកប្រហែលជា around 2021 22ហ្នឹងគឺ
នៅស្រុកខ្មែរហ្នឹងគឺ trend នៃវ៉ាន់ស្រុកគេខ្លាំងមែនតើគឺពិសីអ្នកនិយាយហ្មងថាគាត់ធុញដោយរបៀបមិនមែនថាធុញដោយសារតែឃើញគេហ្នឹងគ្រប់គ្រងអ្នកក្រៅប្រទេសទេប៉ុន្តែឃើញដោយសារតែគេខ្មែរគ្នាឯងជន់ផលិតផលខ្មែរគ្នាឯងយកហ្មងថាវាអត់មានតម្លៃវាអន់វាសពគ្រប់បែបយ៉ាងអញ្ចឹងក៏គាត់មើលឃើញថាអញ្ចឹងបើសិនជាពួកយើងបង្កើត brand មួយដែលឲ្យខ្មែរហ្នឹងកាន់ឲ្យមានមោទនភាពកាន់ឲ្យមានអារម្មណ៍ថាwow product នេះលយ like quality standard ដូចមកពីស្រុកគេអញ្ចឹងតម្លៃសមរម្យអាចទទួលយកបានគាត់ថាឮថា brand មួយហ្នឹងគឺលយហ្មងអញ្ចឹងពួកខ្ញុំក៏បងក៏គិតទៅដល់ថាដាក់ផ្លែឈើដោយសារតែចង់ចេញ blush អញ្ចឹងគាត់ថា cherry អីចឹងខ្ញុំគាត់ថាវាដូច general ពេកដូចបែកស្រុកគេពេកវាអត់មានអីដែលថាអាហ្នឹងគឺខ្មែរអញ្ចឹងថាអូអញ្ចឹងបើសិនជាអញ្ចេះហើយគ្រប់ផលិតផលដែលយើងចេញយើងតែងតែយកឈ្មោះផ្កាខ្មែរយកមកដាក់អញ្ចឹងយើងអាចប្រើ brand ហ្នឹងឈ្មោះផ្កាបានអញ្ចឹងពិសេសក៏គាត់គិតថាខ្ញុំសង្ឃថាឲ្យ credit ទៅគាត់ទៀតគាត់ជាម្នាក់ដែលជាចំណាយធំដែរហោនឹកឃើញអាហ្នឹងដោយសារតែអ្វីដែលគាត់បានជួបប្រទេសហើយគាត់យកមកភាសាគ្នាទៅក៏ link តដល់ហោឃើញឈ្មោះផ្កាហោឃើញឈ្មោះ brand ថាផ្កាហើយយកផ្កាថ្មីយកមកចេញជា line របស់ផលិតផលឆាយអាចត្រឡប់ទៅមិនតិចទៅក្រោយបន្តិចបានទេតាំងពីចាប់ផ្ដើម business ដំបូងតាំងពីចាប់ផ្ដើមដំបូងហ្មង how do you start ហើយចាប់ផ្ដើមបែបណារហូតមកដល់សប្តាហ៍ថ្ងៃនេះវាមានភាពខុសប្លែកអីគេខ្លះហើយបានធ្វើអីគេខ្លះបើសិនជានិយាយពី start ហ្មងខ្ញុំនិយាយអាកលៈមុនហ្នឹងដែលខ្ញុំសល់លុយប្រហែលជា2000មុនហ្នឹងអាចថាខ្ញុំនិយាយច្រឡំតិចតួចពេលហ្នឹងបើសិនជាគិតពីលុយដែលខ្ញុំសល់ហាក់អាចខ្ទង់6000ចុះពេលហ្នឹងខ្ញុំចែកលុយ4000ហ្នឹងយកទៅរកស៊ីកាលហ្នឹងដំបូងហ្នឹងគឺយកលេខគូតគឺមានលុយតែ4000ហើយសល់លុយក្នុង2000ហ្នឹងស្រាប់ថាទុកចាយប្រចាំថ្ងៃហើយធ្វើអីផ្សេងទៀតចឹងទៅពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាភ័យខ្លាំងមែនតើតែខ្ញុំអត់ប្រាប់ពិសីទេពិសីគាត់ភ័យជាងខ្ញុំទៀតខ្ញុំគាត់ថាបើខ្ញុំប្រាប់គាត់ថាភ័យទៀតចប់ប្រហែលអត់ដឹងណាយិនយងណាដល់អារម្មណ៍គាត់តែនិយាយបើលក់អត់ដាច់ធ្វើម៉េចហើយបើនៅសល់ទាំងអស់ធ្វើម៉េចលុយហើយលុយក្នុងកងចិត្តអស់ទៀតហើយខ្ញុំក៏គិតថាបើលក់អត់អស់ទេមិនយើងលក់ឡាយឡងទៅយករួចខ្លួនអាហ្នឹងជាការគិតរបស់ខ្ញុំប៉ុន្តែមួយជ្រុងទៀតថាខ្ញុំក៏គិតដែរខ្ញុំមិនអត់ភ័យខ្ញុំគាត់ហ្នឹងចាំបើលក់ឡាយឡងហើយគេអត់ទិញទៀតវាមិនអីមិនអញ្ចឹងណាហើយពេលហ្នឹង move out ទៅនៅខាងក្រៅទៀតត្រូវបង់លុយប្រាក់ប្រចាំខែថ្លៃ apartment អីទៀតអញ្ចឹងពេលហ្នឹងគឺហៅថាមានការគិតច្រើនមែនតើហើយវាច្បុកច្បល់ប៉ុន្តែ result ដែលចេញមកវាលើសពីការរំពឹងទុកដោយសារចេញមកភ្លាមរបស់ហ្នឹងវា blue ocean អត់មានណាគេលក់អញ្ចឹងភ្លាមគឺមនុស្សចាប់អារម្មណ៍ទិញហ្មងប្រហែលជាគេ support ពិសីផងអីផងគឺមនុស្សនាំគ្នាដាក់ order ទិញអីចឹងទៅបានមួយរយៈគឺអាវ៉ាន់ខ្ញុំលក់អស់ហ្មងតែប្រហែលមិនដល់មួយខែពេលខ្ញុំដាក់ target ថាមួយខែខ្ទង់20ថ្ងៃអាវ៉ាន់ខ្ញុំលក់អស់តែយើងទិញមកដើមចំណាយដើមទុន4000ហ្នឹងអញ្ចឹងយើងមានលុយលទ្ធភាពយកទៅបរិយកមកថែមអញ្ចឹងទៅចាប់ដើមតាំងពី4000ចុះអាច share បន្តិចបានឯផ្កាដើមទុនចាប់ពីប៉ុន្មានទៅផ្កាមែនបងផ្កាខ្ញុំ start ដំបូងមេ wait កាលហ្នឹង I guess ប្រហែលជា30000កាលហ្នឹងតែបើយើងនិយាយពី marketing perspective និយាយពីជ្រុងអ្នកទីផ្សារវិញពេលយើងចេញ product ដំបូងឆាយធ្វើម៉េចបានលក់បានច្រើនបើសិនតែនេះខ្ញុំចែកម្លេចដល់អត់លាក់បាំងហ្មងនេះគឺជា pattern ដែលខ្ញុំតែងតែធ្វើគ្រាន់តែថាពេលដែលទាំងអស់គ្នាមើលអាចនឹងមើលអត់ដឹងថានឹងវាដែរឃើញរូបភាពថ្មីតែតាមពិតគឺដែរទេឥឡូវឧទាហរណ៍ថាចាប់ផ្ដើមមកដំបូងភ្លាមគឺខ្ញុំចាប់ផ្ដើមរុញមនុស្សឲ្យចូលទៅក្នុងបរិបទដែលខ្ញុំបាន set up ឥឡូវឧទាហរណ៍ថាខ្ញុំចេញផលិតផលថ្មីអញ្ចឹងខ្ញុំចាប់ផ្ដើមឲ្យមនុស្សជាច្រើនទៅនិយាយពាក់ព័ន្ធមួយចេញផលិតផលពិសេសនិយាយ content creator និយាយឬក៏អ្នកណាក៏បានដែរបើចាប់ផ្ដើមពីទូចយើងខ្លួនឯងជាអ្នកនិយាយបន្តមកមនុស្សក៏ចាប់ផ្ដើមទទួលអារម្មណ៍ធ្លាប់លឺលហៀងថាដូចជាចង់ចេញអីមួយបន្ទាប់ពីហ្នឹងគឺ build curiosity ភាពងឿងឆ្ងល់ថាមនុស្សធ្លាប់ចេញអីហើយខ្ញុំក៏ shout out ទៅខាងសម្រាប់ធម្មជាតិដែរពីព្រោះខ្ញុំធ្លាប់យក tip ពីហ្នឹងដែរកាលពីមុនហ្នឹងគឺគាត់មាន campaign ឈ្មោះដែល launch ដាំទឹកអញ្ចឹងមនុស្សឆ្ងល់មែនទេថាដាំទឹកហ្នឹងអីគេ so ខ្ញុំក៏បានយក tips ហ្នឹងមកថាអូខេអញ្ចឹងយើងអាចឲ្យមនុស្សហ្នឹងទៅចាប់អារម្មណ៍ពាក្យមួយដែលឬក៏អ្វីមួយដែលយើងតែងតែនិយាយថាតើផ្កានឹងចេញអីឬក៏ដូចទៅហោខ្ញុំនិយាយដៃ3ឬក៏ដល់ឥឡូវហ្នឹងគឺពាក្យមួយដែលចាញ់ចាំងដូចកញ្ចក់អញ្ចឹងវាជា pattern មួយថាមនុស្សចាប់តាមឆ្ងល់ហើយអញ្ចឹងបន្ទាប់ពីគាត់ឆ្ងល់គឺយើងឲ្យ reveal គាត់ម្ដងតិចរហូតដល់ពេលយើង official announcement គឺវាមានមនុស្សជាច្រើនដែលបានតាមដានពីដើមមក
ហើយធ្លាប់លើពាក្យលហៀងថាតើផ្កានឹងចេញអីថ្មីពេលដែលយើង announce វាដូចជារបស់មួយដែលទៅឆ្លើយនឹងចម្លើយដែលគាត់ឆ្ងល់តាំងពីដើមមកអញ្ចឹងមានមនុស្សជាច្រើនធ្លាប់បានដឹងវាខុសពីថាសុកយើងក៏ចេញអីថ្មីទាំងតែគេក៏អត់ដែរសួរខ្លួនឯងថាអ្នកឯងចេញអីហើយអ្នកអតិថិជនហ្នឹងពិតជាខ្វល់អត់តែនេះខ្ញុំធ្វើឲ្យគាត់ហ្នឹងបានខ្វល់បានយកអាហ្នឹងទៅដាក់នៅក្នុងចិត្តពេលដែលឆ្លើយចម្លើយមកឆ្លើយទៅនឹងអ្វីដែលធ្លាប់បានគិតYeah I think អានឹងល្អមែនតើ to be honest ហ្មងដោយសារឥឡូវខ្ញុំកំពុងឆ្ងល់ដែរនេះដោយសារខ្ញុំឃើញតំចេញ campaign ថ្មីអាឡានអីគេឡានទឹកប្រាក់ហ្នឹង Yeah អញ្ចឹងទៅខ្ញុំគិតថានេះគឺជាgoal មួយដ៏ល្អហើយប្រហែលជាខ្ញុំ copy សម្រាប់ product ក្រោយដែរមើលទៅ because to be honest ខ្ញុំគិតថា doing business សំខាន់បំផុតគឺមានរូបមន្តហ្នឹងហើយរូបមន្តហ្នឹងពេលណាដែលយើងប្រើរូបមន្តហ្នឹងទៅដើរយើងប្រើទៅដដែលគឺវាទៅមុខហើយហីអញ្ចឹងដូចឆាយអញ្ចឹងឆាយមានរូបមន្តមួយដែលដើរតាំងពីថ្ងៃដំបូងរហូតដល់ឥឡូវឆាយនៅតែប្រើឥឡូវសូម្បីតែឥឡូវផ្កាមានគេស្គាល់ច្រើនក៏ឆាយនៅតែប្រើរូបមន្តហ្នឹងមួយដែរខ្ញុំគិតថារូបមន្តនេះគឺជាចំណុចមួយដែលល្អមែនតើសម្រាប់អ្នកស្ដាប់គាត់អាចយកទៅប្រើបានហើយខ្ញុំបែរទៅស្ដាប់ម្ដងទៀតហ្នឹងមើលទៅថាធ្វើអីគេខ្លះ copy សម្រាប់ product launching សាក្រោយដូចគ្នានិយាយទៅមើលទៅខុសគ្នាតែតាមពិតដូចគ្នា I see yeah I think អាហ្នឹង very good ចុះពេលដែលឲ្យគេចាប់អារម្មណ៍ហើយពេលដែលគេមើលថាគេស្គាល់គេចង់ទិញហើយបន្តទៅមុខធ្វើអីគេទៀត So បន្ទាប់ពីគេចាប់អារម្មណ៍ហើយនេះជាអ្វីដែលខ្ញុំតែងតែធ្វើអតិថិជនគឺជាអ្នកផ្សព្វផ្សាយប្រកាសណាខ្ញុំនឹងមាន influencer ប្រកាសណាខ្ញុំនឹងមាន media របស់ខ្លួនឯងដើម្បីផ្សព្វផ្សាយរបស់ទាំងអស់ហ្នឹងប៉ុន្តែខ្ញុំគិតថាវាអាចធ្វើឲ្យរបស់ហ្នឹងទៅជា trend បានទេបើចង់ឲ្យរបស់ហ្នឹងទៅជា trend លុះត្រាតែអតិថិជនជាអ្នកផ្សព្វផ្សាយសម័យថាអតិថិជនរាប់ពាន់រាប់ម៉ឺននាក់យើងជួល content creator មិនក៏អត់ស្មើគ្នាដែរប្រហែលជាអតិថិជនគឺ view តិចជាងទេប៉ុន្តែដោយសារតែវា authentic វាមើលទៅធម្មជាតិវាមើលទៅ real វាមើលទៅគឺដូច feedback ចឹងអញ្ចឹងក៏ធ្វើឲ្យមនុស្សហ្នឹងគ្រប់គ្នាយល់ឃើញថារបស់មួយហ្នឹងគឺគួរតែ pay attention របស់មួយហ្នឹងគឺមានតម្លៃរបស់មួយហ្នឹងគឺ trend របស់មួយហ្នឹងគឺល្បីខ្ញុំចង់សាកខ្ញុំចង់កាន់ខ្ញុំចង់ប៉ះខ្ញុំចង់មានដូចគេដែរហ្នឹងគឺអ្វី I see ចុះបើសិនជាយើងនិយាយពីជ្រុងផ្នែកហិរញ្ញវត្ថុម្ដងដោយសារឆាយចាប់ដើមតាំងពី0តាំងពីដើមទុនតិចមែនតើរហូតដល់មានដើមទុនរៀងធំដែរហើយឥឡូវក៏បានដើមទុនកាន់តែធំជាងមុនដែរខ្ញុំចង់ដឹងថា throughout the journey ក្នុងដំណើរមួយហ្នឹងតើឆាយគ្រប់គ្រងហិរញ្ញវត្ថុបែបណាឬក៏រៀបចំហិរញ្ញវត្ថុបែបណារហូតដល់មានរបស់ដែលយើងមានដល់សប្តាហ៍ថ្ងៃនេះបើសិនជាខ្ញុំហ្មងខ្ញុំក៏អត់ហ៊ាននិយាយថាខ្លួនឯងជាមនុស្សដែលជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុទេហើយខ្ញុំក៏អត់ឲ្យ recommend ឲ្យអ្នកនរគ្នាថាអូខេយក advice របស់ខ្ញុំយកទៅប្រើដែរព្រោះអីអានេះចេះបងខ្ញុំស្មោះត្រង់កាលហ្នឹងខ្ញុំពេលហ្នឹងមានលុយតិចមែនតើប្រហែល 60000 ខ្ញុំដក 40000 យកទៅទិញឡានមួយប៉ុន្តែ cash flow ខ្ញុំមានច្រើនអញ្ចឹងតែស្វ័យខ្ញុំក៏គិតថាខ្ញុំចង់ទិញឡានមួយតែទទួលស្គាល់ថាឡានហ្នឹងគឺពិតជាជួយខ្ញុំបានច្រើនមែនតើ at the same time ដែលខ្ញុំ take risk ប៉ុន្តែគឺខ្ញុំក៏មើលឃើញដែរថាហ្នឹងគឺពេលយើងទិញមកយើងប្រើប្រាស់វាបានច្រើនណាស់មែនទេធ្វើដំណើរបានឆ្ងាយជាងមុនផ្ដល់ផលប្រយោជន៍ជាច្រើនប៉ុន្តែបើសម្រាប់ខ្ញុំពិតជាទៅសរុបសេចក្តីឡើងមកវិញខ្ញុំថាឡានមួយហ្នឹងគឺខ្ញុំអាចធ្វើវិធីផ្សេងដើម្បីយកវាមកបានឬក៏ delay gratification សិនកុំតន់អាប់ញ៉ាំទិញឡានពេកយកវាទៅ bill អីទាំងអស់ផ្សេងសិនចាំយើងចាប់តាមទិញឡានតាមក្រោយក៏បានប៉ុន្តែបន្តពីរឿងឡានហ្នឹងមកគឺខ្ញុំចាប់ផ្ដើម delay របស់ដែលខ្ញុំចង់បានខ្ញុំមើលឃើញថាពេលដែលខ្ញុំឧទាហរណ៍ដូចបងប្អូនតែនិយាយថាចង់បានផ្ទះហេតុអីបានមិនបងរំលោះខ្ញុំមើលឃើញខុសគ្នាខ្ញុំថាប្រកាសណាបងរំលោះអូខេជួលតម្លៃស្មើបងរំលោះប៉ុន្តែសម្រាប់ខ្ញុំបងរំលោះគឺមានបន្ទុកអញ្ចឹងមានអារម្មណ៍ថាយើងត្រូវបងផ្ទះនឹងរាប់សិបឆ្នាំទៀតតំណតែវាដាច់ហើយខ្ញុំក៏មើលឃើញថាខ្ញុំត្រូវចំណាយទាំងកម្លាំងចំណាយទាំងអារម្មណ៍ចំណាយទាំងលុយទៅដាក់នៅលើហ្នឹងចុះបើសិនជាខ្ញុំកុំតន់អាចយកលុយហ្នឹងទៅដាក់នៅលើរបស់ហ្នឹងខ្ញុំជួលផ្ទះណាមួយតែថោកសិនអត់ស្មើនឹងតម្លៃបងលុះហើយអញ្ចឹងជួលផ្ទះណាដែលថោកសមរម្យសិនយកអាលុយដែលយើងសល់មួយផ្នែកហ្នឹងទៅ invest នៅលើការរកស៊ីរបស់ខ្ញុំសិនអញ្ចឹងអានេះគឺជាទម្លាប់របស់ខ្ញុំមិនថាទាំងខ្ញុំជិះឡាននោះប្រហែលជាខ្ទង់3ឆ្នាំដែរតែជាងតែជាក់ស្ដែងដោយស្មោះត្រង់មួយឆ្នាំក្រោយបន្ទាប់ពីខ្ញុំទិញឡានទី1ខ្ញុំអាចទិញឡានទី2ទី3បានមកប៉ុន្តែខ្ញុំអត់ទេខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើលើកទី1ហ្នឹងគឺជាកាដូមួយសម្រាប់ខ្លួនឯងហើយអញ្ចឹងលើកទី2លើកទី3គួរតែធ្វើវាសម្រាប់ business ឲ្យវា grow កាន់តែធំគឺខ្ញុំមានលទ្ធភាព
តែទិញផ្ទះដូចតែខ្ញុំបានធ្វើអញ្ចឹងខ្ញុំគិតថាអូខេដល់ពេលវេលាដែលខ្ញុំគួរថាឲ្យកាដូខ្លួនឯងម្ដងទៀតព្រោះខ្ញុំបានសន្សំរបស់ហ្នឹងទៅជារបស់ដែលធំមួយយើងអាច take មកផ្នែកទូចយកទៅធ្វើអីមួយដើម្បីខ្លួនឯងបានចុះដោយសារឥឡូវចំណាយយើងកាន់តែធំជាងមុន channel យើងក៏កាន់តែធំជាងមុនតើឆាយមានរៀបចំហិរញ្ញវត្ថុខ្លួនឯងកាន់តែប្រសើរជាងមុនអត់ឬក៏គ្រប់គ្រងបែបណាដែរហើយវាថាយើងដកធ្វើមិនបានដឹងថាប៉ុណ្ណាដកសម្រាប់ចំណាយខ្លួនឯងប៉ុណ្ណាដកទុកសម្រាប់ business ប៉ុណ្ណាដកសម្រាប់អនាគតឬក៏តើការរៀបចំហិរញ្ញវត្ថុបែបណាដែរស្មោះត្រង់ទៅការរៀបចំហិរញ្ញវត្ថុខ្ញុំគិតថាអត់សូវជា accurate ទេអត់សូវជាតែបច្ចុប្បន្នយ៉ាងណាល្អប្រសើរជាងមុនខ្លះដោយសារតែមូលហេតុគឺខ្ញុំបែងចែកកង់ខ្លះសម្រាប់ការចំណាយអញ្ចឹងទៅគឺខ្ញុំអាចដឹងខ្លះថាខ្ញុំចំណាយប្រហែលតែក៏ជាមូលហេតុមួយទៀតដែរខ្ញុំគិតថានេះគឺអត់ល្អទេដោយសារតែមូលហេតុគឺពួកខ្ញុំចំណាយតិចបានន័យថាការចាយវាប្រចាំថ្ងៃអីខ្ញុំអត់សូវជាទិញរបស់ brand ឬក៏ចំណាយទៅលើរបស់អីធំដុំក្រៅពីទិញផ្ទះទិញឡានគឺចប់ហ្មងទិញអីណានាឡិកាអីកៅអៅ brand អីថ្លៃអីគឺអត់ទេកំបរខ្លាំងមែនតើរបស់ខ្ញុំទិញ20 30រៀល10រៀលអញ្ចឹងជាមូលហេតុក្នុងមួយខែខ្ញុំចាយលុយបើសិនជាខ្ញុំខ្លួនឯងប្រហែលជា500ប៉ុណ្ណឹងអញ្ចឹងបើធៀបមួយចំណូលរបស់ខ្ញុំវាខុសគ្នាឆ្ងាយមែនតើតែធ្វើឲ្យខ្ញុំវាអត់ចាំបាច់ pay attention ទៅលើរឿងហ្នឹងឯងសុខចិត្តឲ្យខ្លួនឯងមានសេរីភាពទៅចាយវិញវា easy ជាងព្រោះខ្ញុំចាយតិចស្រាប់អាហ្នឹងគឺអីដែលខ្ញុំគិតមួយប៉ុន្តែអ្វីដែលមួយផ្នែកទៀតដែលខ្ញុំ pay attention ហ្នឹងគឺតើខ្ញុំបែងចែកប្រមាណភាគរយសម្រាប់ដាក់ចូលទៅក្នុង business វិញវាមិនតាន់ទៅជារបស់មួយដែលច្បាស់លាស់ហ្មងទេប៉ុន្តែជារបស់មួយដែលខ្ញុំព្យាយាមធ្វើឲ្យបានល្អជាងមុនដោយការពីមុនអញ្ចឹងខ្ញុំរកបាន100ខ្ញុំដាក់ចូល business តែ10ឯង20ឯងអញ្ចឹងមានអារម្មណ៍ថាចុះអា80ទៀតយើងទុកឲ្យវាដេកអីហ្នឹងហើយតែបច្ចុប្បន្ននេះខ្ញុំគឺធ្វើមិនក៏ដោយឲ្យវាទៅបានភាគរយខ្ពស់ជាងមុនប្រហែលជាលើសពី 50% អីចឹងទៅសំខាន់ធ្វើមិនក៏ដោយនៅតែមានអារម្មណ៍ថានៅប្រឡោះមួយដែលសុវត្ថិភាពដូចគ្នាចុះទៅលើការងារប្រចាំថ្ងៃរាល់ថ្ងៃនេះតើឆាយគ្រប់គ្រងពេលវេលាខ្លួនឯងបែបណាដែរទៅលើការងារប្រចាំថ្ងៃមែនបងហ្នឹងហើយ How do you manage your team and what's work for you អូខេការពីមុនខ្ញុំគិតថាតែធ្វើការច្រើនម៉ោងល្អអញ្ចឹងភ្លាមពីដំបូងឡើយគឺខ្ញុំធ្វើការ random ហ្មងដោយសារតែ office របស់ខ្ញុំពីដំបូងទូចខ្ញុំតែមាន office នៅកោះពេជ្រហ្នឹងថ្មីទេអញ្ចឹង office ទូចមែនតើខ្ញុំអត់ដែរទៅ office ទេមកបើក office 3ខែខ្ញុំទៅបានម្ដងគាត់ខ្ញុំមានអារម្មណ៍ថាអត់ចូលចិត្តកន្លែងហ្នឹងហ្មងអញ្ចឹងខ្ញុំទៅធ្វើការនៅហាងខ្ញុំនៅទូតពងមួយថ្ងៃធ្វើការប្រហែល 2-3 ម៉ោងឬក៏អីចឹងទៅខ្ញុំក៏ចូលចិត្តដែរតែគ្រាន់តែថាវាអត់នៅជុំគ្នាតោះមកខ្ញុំមកធ្វើ office នៅកោះពេជ្រនេះបើវឹកដំបូងប្រហែលជាមួយខែ2ខែខ្ញុំធ្វើការ8ម៉ោងអញ្ចឹងខ្ញុំក៏ find out ថាខ្ញុំអត់ fit មួយកន្លែងធ្វើការ8ម៉ោងហើយមានអារម្មណ៍ថាខ្ញុំទៅធ្វើ8ម៉ោងប្រហែលជា 3-4 ម៉ោងដំបូងខ្ញុំ productivity ខ្ពស់ creative គិតបានច្រើនមើលឃើញអីថ្មីប៉ុន្តែអត់សូវមានពេលវេលាសម្រាប់ខ្លួនឯងអត់សូវមានពេល enjoy ហើយសល់ពេលប្រហែល 3-4 ម៉ោងចុងក្រោយហ្នឹងអត់ប្រយោជន៍អត់មានធ្វើអីហងចុចទៅទូរស័ព្ទលេងទៅដដែលឬក៏គិតអត់ប្រយោជន៍នាំឈឺក្បាលទៀតទៅដល់ផ្ទះអស់កម្លាំងអត់ន័យអញ្ចឹងខ្ញុំក៏សាក់លបងថាអូខេឥឡូវខ្ញុំធ្វើការពីមួយថ្ងៃ maximum 4ម៉ោងអញ្ចឹងប្រហែលជាខ្ទង់ម៉ោង1អីហ្នឹងខ្ញុំទៅធ្វើការអញ្ចឹងម៉ោង5ខ្ញុំ off ហើយអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូខេឥឡូវខ្ញុំធ្វើបានប្រហែលជា 3-4 ខែហើយមានអារម្មណ៍ថាអូខេអាហ្នឹង work សម្រាប់ខ្ញុំមួយថ្ងៃគឺខ្ញុំធ្វើការតែ4ម៉ោងទេអញ្ចឹងផឹកឡើងក្រោកមកហាត់ប្រាណអានសៀវភៅធ្វើអីដែលខ្លួនឯងចូលចិត្តហើយញ៉ាំបាយញ៉ាំអីហើយបានខ្ញុំមកធ្វើការប្រហែលម៉ោង5ខ្ញុំចេញទៅវិញអាចថាជួបជុំមិត្តភ័ក្តិឬក៏ជួនកាលវាយសីលេងបាល់លេងអីចឹងទៅហើយងាកឡើងអានសៀវភៅអានអីអាហ្នឹងវា work សម្រាប់ខ្ញុំជាង I see actually ខ្ញុំគាត់ថាឆាយជួបបញ្ហាដូចខ្ញុំដែរដោយសារខ្ញុំអត់ចេះធ្វើការជាប់រាប់ម៉ោងឯងហើយពីមុនយើងនឹកឃើញថាអូយើងរកស៊ីអញ្ចឹងយើងត្រូវតែធ្វើការឲ្យច្រើនត្រូវតែធ្វើការឲ្យបានយូរម៉ោងអីអញ្ចឹងទៅទោះយើងអត់ចង់ក៏យើងគួរតែប្រឹងធ្វើដែរដោយសារធ្វើម៉េចដើម្បីគោលដៅរបស់យើងដើម្បីចាក់គ្រប់វិស័យរបស់យើងត្រូវតែប្រឹងប៉ុន្តែខ្ញុំចាស់អារម្មណ៍ថាបខំខ្លួនឯងអត់មានប្រសិទ្ធភាពទោះបើខ្ញុំត្រឡប់ខ្ញុំអត់ធ្វើការពីមុនខ្ញុំអត់ចេះធ្វើការពេលយប់ទេដោយសារឲ្យតែខ្ញុំផុតម៉ោង7ម៉ោង8អីហ្នឹងឲ្យខ្ញុំធ្វើការគឺខួរក្បាលខ្ញុំលែងដើរហ្មងឥឡូវរៀងគ្រាន់បើហើយប៉ុន្តែពីមុនខ្ញុំ fight ជាមួយខ្លួនឯងដោយសារខ្ញុំចង់ធ្វើការឲ្យបានច្រើនម៉ោងហើយគិតថាអូមានតែពេលហ្នឹងឯងយើងតនេអត់សូវមាន call អត់សូវមានអ្នកតាក់ទងមកតែពេលអញ្ចឹងចេះតែបង្ខំខ្លួនឯងធ្វើហើយខ្ញុំចាស់អារម្មណ៍ថាខ្ញុំធ្វើឲ្យអត់បានផលអីមកវិញសោះហ្មងណា
ដល់ពេលអញ្ចឹងចេះតែបខំខ្លួនឯងទៅអត់មានប្រសិទ្ធភាពអញ្ចឹងបានក្រោយមកខ្ញុំដល់ម៉ោងដែលខ្ញុំត្រូវអត់ work គឺខ្ញុំឈប់ហ្មងហើយដល់ឥឡូវដូចបើការមកហឹកមុនហ្នឹងម្ដុំម៉ោង2ដល់ម៉ោង4ឲ្យទៅដល់ម៉ោងហ្នឹងគឺងុយគេងហ្មងអញ្ចឹងពេលម៉ោងហ្នឹងខ្ញុំឲ្យទៅធ្វើការពេលណាគឺធ្លាក់ភ្នែកហើយគិតអត់ចេញទេអញ្ចឹងជាដែលខ្ញុំធ្វើការម៉ោងហ្នឹងពីច្រើនខ្ញុំដាក់ណាត់មួយភ្ញៀវឬក៏យើងទៅហាត់ប្រាណឬក៏យើងជួបមួយក្រុមការងារវិញអញ្ចឹងវាធ្វើឲ្យខ្ញុំអត់វា productive ជាងអញ្ចឹងជាដែលខ្ញុំផឹងប្រឆាំងមួយវាឥឡូវហ្នឹងគឺខ្ញុំមើលពីខ្លួនឯងវិញខ្ញុំមើល body ខ្លួនឯង physical ខ្លួនឯងថាតើ mental ខ្លួនឯងតើបែបណាតើខ្ញុំធ្វើការម៉ោងណាមានប្រសិទ្ធភាពពេលណាល្អខ្ញុំឈប់ប្រឆាំងជាមួយវាយើង surrender យើងចោះចាញ់វាហើយយើងទៅតាមវាទៅបាទដល់ពេលអញ្ចឹងទៅខ្ញុំឃើញថាការងាររបស់ខ្ញុំវាមានប្រសិទ្ធភាពជាងយ៉ាប៉ុន្តែបញ្ហារបស់ខ្ញុំឥឡូវគឺដោយសារធ្វើរៀងច្រើនផងហើយណាមួយតំមានកូនដែរកូនតូចផងដល់ពេលអញ្ចឹងវាធ្វើឲ្យ schedule ខ្ញុំវាអត់ consistent ទៀតហើយវាផ្លាស់ប្ដូរគ្រប់មុខហើយណាមួយខ្ញុំពេលខ្លះខ្ញុំត្រូវជួបភ្ញៀវអីភ្ញៀវហៅទៅគឺទៅហើយដល់ពេលអញ្ចឹងខ្ញុំចង់ដឹងពីឆាយវិញថាឆាយអាចរាប់ថា calendar របស់ឆាយបើនិយាយពីមួយអាទិត្យទៅវាមានរូបរាងបែបណាដែរបើសិនជាខ្ញុំមើលទៅឃើញមួយអាទិត្យហ្នឹងឆាយធ្វើអីគេខ្លះបើសិនជាមួយអាទិត្យតែបងការងារប្រហែលជា16ម៉ោងឯងពីព្រោះអីជាទូទៅ12ទៅ16ម៉ោងមួយថ្ងៃខ្ញុំធ្វើការ4ម៉ោងមួយអាទិត្យប្រហែលជាពេលខ្លះ4ថ្ងៃពេលខ្លះ3ថ្ងៃអញ្ចឹងអត់ដែរធ្វើការ full ទេលុះត្រាតែឥឡូវនេះខ្ញុំរវល់ខ្លាំងអញ្ចឹងក្នុងមួយអាទិត្យអាចហក់ដល់លើស20ម៉ោងដោយសារតែ4គុណនឹង5ថ្ងៃអីចឹងទៅខ្ញុំកម្រធ្វើការដល់ថា5ថ្ងៃតែ3ទៅ4ថ្ងៃឯងមួយអាទិត្យទៅហើយបើសិនជាបើ schedule ខ្ញុំបើជារួមមកហ្មងធ្វើមើលធ្វើការប្រហែល3-4ម៉ោងធ្វើការ3-4ម៉ោងក្រៅពីហ្នឹងគឺពេលផឹកភាគច្រើនគឺពេលវេលាហាត់ប្រាណអានសៀវភៅហើយ mostly គឺសង្ឃថាខ្ញុំ like និយាយគ្នាមួយពិសីឬក៏គិត debrief មួយខ្លួនឯងឬក៏ធ្វើរឿងផ្សេងអបយោរបស់ខ្ញុំអញ្ចឹងទៅជួនកាល take note take អីធ្វើនេះធ្វើនោះគិតពីរបស់ដែលថ្មីវិភាគអីថ្មីមើលនេះមើលនោះបើសិនជា social media ខ្ញុំអត់សូវលេងហ្នឹងហើយ social media ស្អីបើចាប់ផ្ដើមពីចាប់ម៉ោងធ្វើការមកពេលល្ងាចវិញភាគច្រើនអាចនឹងបើភាគច្រើនហ្មងជួបជុំមិត្តភ័ក្តិនិយាយគ្នាលេងហើយជួនកាលភាសារឿងរស់ស៊ីជួនកាលជួបខាងងារជួបអ្នកស្គាល់គ្នាជួបមិត្តភ័ក្តិចាស់ហើយអញ្ចឹងទៅអាហ្នឹងគឺ schedule ពេលល្ងាចហើយនឹងលេងកីឡាអីខ្លះដែរហើយយប់ឡើងគឺអានសៀវភៅមកវិញទៀតស្ដាប់ទៅឃើញថាអូធ្វើការតិចម៉ោងស្ដាប់ទៅដូចខ្ជិលអញ្ចឹងណាប៉ុន្តែបើមែនទៅបើអ្នកដែលស្គាល់ឆាយវិញគឺអត់មានវេទនាទេសម្រាប់ថ្ងៃហ្នឹងយើងថតអេពីសូតហ្នឹងថតចំថ្ងៃអុំទុកទៀតនិយាយទៅណាត់តចំអុំទុកបានហើយវាស្ដាប់ទៅធ្វើការទៅ2 ម៉ោងលេងកីឡាលេងអីប៉ុន្តែបើអ្នកដែលស្គាល់ឆាយវិញខ្ញុំបានឃើញឆាយវិញយ៉ាងច្រើន1ម៉ោង2ម៉ោងគឺរត់ទៅឆ្វេងទៅស្ដាំទៅឆ្វេងគឺនៅអត់ដែរស្ងៀមសោះដល់ពេលអញ្ចឹងស្ដាប់មកដូចអត់មានអីចឹង actually yeah I think for me ពីជ្រុងដែលខ្ញុំមើលឃើញវិញ you នៅអត់ស្ងៀមគឺ like working very hard ទោះឆាយតែមិនឆាយថាធ្វើការតែ4ម៉ោង5ម៉ោងប៉ុន្តែគាត់ថាខួរក្បាលឆាយគឺដើរលើ business ហ្នឹងហើយទោះយើងអត់នៅក្នុង office តែនៅតែគិតប៉ុន្តែនៅតែធ្វើការ online ទៅធ្វើការហ្នឹងហើយដៃពងរវល់ខួរក្បាលពងគិតរហូតខ្ញុំអត់ចូលចិត្តនៅកន្លែងមួយដែល physical នៅកន្លែងហ្នឹងឯងប៉ុន្តែបើសិនជាឲ្យខ្ញុំដើរចុះដើរឡើងទៅនេះទៅនោះខ្ញុំប្រកាសថាមិនមែន 100% ទៅលើការងារប៉ុន្តែ the result ហើយនឹង productivity ខ្ញុំគិតថាអាចនឹងខ្ពស់ជាងខ្ញុំនៅមួយកន្លែងទៀតចុះដោយសារការងារឥឡូវរវល់ធ្វើនេះធ្វើនោះទៅនេះទៅនោះឆ្វេងស្ដាំលុចទៅហោះទៅនេះហោះទៅនោះការងារច្រើនមែនតើអញ្ចឹងតាំងពីឆាយ like ទទួលបាន like ការងារធ្វើហត់ទៅច្រើនជាងមុនbusiness ក៏ grow កាន់តែជាងមុនអញ្ចឹងពេលវេលារបស់យើងក៏រៀងខោចដែរអញ្ចឹងឆាយមានចំណុចណាដែលបាត់បង់ឬក៏ដឹកដែលយើងអត់បានធ្វើឥឡូវខ្ញុំគាត់ថាភាគច្រើនលេងបាល់បើសិនជាខ្ញុំចូលចិត្តលេងបាល់ផ្ទះខ្លាំងមែនតើមិនមែនថាអត់អាចឆ្លៀតពេលទៅលេងបានទេប៉ុន្តែថានិយាយទៅវានឹកឃើញថាចង់ទៅលេងបាល់មករាល់ថ្ងៃប៉ុន្តែ schedule ពេលខ្លះទៅក៏មិនបន្ទោសទៅលើខាងណា
ប៉ុន្តែវាពិតជាត្រូវ balance គ្នាមិនមែនថាអូខ្ញុំត្រូវទៅលេងបាល់ទៀងទាត់រាល់ថ្ងៃហ្មងពេលខ្លះត្រូវជួបអ្នកនេះខ្លះត្រូវជួបអ្នកនោះពេលខ្លះត្រូវការប្រទេសពេលខ្លះត្រូវតណាតណៃអញ្ចឹងវាធ្វើឲ្យមួយអាទិត្យពីរអាទិត្យអីបានលេងម្ដងហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាអីដែលខ្ញុំគាត់ថាខ្ញុំចង់ធ្វើឲ្យបានច្រើនជាងមុនហើយមួយទៀតដូចទៅស្រុកឆ្ងាយបើមិនជាស្រុកម៉ាក់ពិសេសនៅអ្នកលឿងទេអញ្ចឹងខ្ញុំមិនសាបានទៅលេងអញ្ចឹងទៅស្រុកឆ្ងាយដូចបាត់ដំបងប្រទេសមានជ័យដូចអីចឹងទៅតែទៅលេងបងប្អូនឆ្ងាយដូចទៅឆេងមេងអីចឹងឆ្នាំមុនខ្ញុំអត់បានទៅដោយសារតែចេញផលិតផលចាំថ្ងៃហ្នឹងអញ្ចឹងក៏ជាអីមួយដែលខ្ញុំនឹកឃើញថាវាគួរតែធ្វើប៉ុន្តែខ្ញុំ commit ដូចគ្នាថារបស់ដែលខ្ញុំចង់ធ្វើរបស់ខ្ញុំចង់បានអត់មានចាំដល់ពេលណាដែលខ្ញុំសម្រេចអីមួយសិនទេលុះតែខ្ញុំសម្រេចវាតាណាគ្នាទៅហ្មងបើមិនអញ្ចឹងទេពេលក្រោយខ្ញុំកាន់តែរវល់ជាងនឹងទៀតចុះពីក្រោយលទ្ធផលពីក្រោយភាពជោគជ័យឬអ្វីដែលយើងទទួលបានទាំងអស់ហ្នឹងក្នុងដំណើរហ្នឹងឆាយមានតម្លៃលះបង់អីគេខ្លះបើសិនជាអ្វីដែលខ្ញុំបង់ភាគច្រើនខ្ញុំគិតថាតែគិតតម្លៃត្រូវបង់វាមានច្រើនប៉ុន្តែបើសិនជានិយាយទៅវាមានទាំងភាគច្រើនពេលវេលាធម្មពលហើយមានសុខភាពខ្លះដែរដោយសារតែពេលបើសិនជាពេលវេលាហើយនឹងលុយហើយនឹងកម្លាំងអីខ្ញុំអត់សូវបារម្ភទេប៉ុន្តែជាពិសេសគឺទៅលើសុខភាពគឺខ្ញុំបានបង់វាទៅនៅក្នុងហ្នឹងហើយព្រោះពេលខ្លះធ្វើការពេកអត់សូវបានហាត់ប្រាណហ្នឹងហើយមិនមែនថាយ៉ាងណាក៏វានៅតែជាលេសរបស់យើងដែរតែថាបែបរបស់ខ្ញុំដែរថាធ្វើការច្រើនពេកអត់បានហាត់ប្រាណតែក៏វាក្នុងតន្ទឹមនឹងយើងមានលេសហ្នឹងក៏វាពិតជាបានចូលរួមចំណែកមែនដោយសារតែការងារគឺវាស៊ីពេលវេលារបស់យើងខ្ញុំការធ្វើឲ្យយើងអស់កម្លាំងខ្លាំងពេកយើងអត់អាច commit បានព្រោះពេលខ្លះខ្ញុំក៏អត់ចង់ដាក់សម្ពាធខ្លួនឯងពេករហូតដល់ថ្នាក់ថាក៏សម្រាប់លទ្ធផលជាច្រើនហើយក៏ត្រូវដាក់សម្ពាធខ្លួនឯងទៀតជាជាងអញ្ចឹងខ្ញុំទៅមើលលទ្ធផលដែរថាតើក្នុង period 3ខែ6ខែសុខភាពខ្ញុំល្អជាងមុនអត់ឬក៏វា worse ជាងមុនប្រកាសណាខ្ញុំមានគោលដៅមួយដែលថាខ្ញុំចង់ឲ្យសុខភាពល្អជាងនឹងលឿនជាងនឹងតែដោយសារតែបរិបទការងារក៏ឲ្យយើងនឹង balance ដែរថាមិនមែនគួយតែហាត់ប្រាណឲ្យបានចេះត្រូវតែ physical ទៅចេះក្នុងរយៈពេលកំណត់លឿនពេកទេអញ្ចឹងក៏វាអាចនឹងជះឥទ្ធិពលដល់ business វិញដែរថាយើងត្រូវ trip ទៅក្រៅប្រទេសធ្វើការងារតែពិតជាត្រូវចង់ហាត់ប្រាណអញ្ចឹងប្រហែលជាហាត់បានតិចតួចវិញទៅនៅក្រៅប្រទេសយើងដើរអីវិញអញ្ចឹងទៅតែវាមិនមែនបានទៅ gym លើកដុំដែកទេម្ដងចុះមាន stress ដែលកើត stress ឬក៏អារម្មណ៍អីដែលពិបាកចិត្តដែលយើងអត់ដែល share លើ social media និយាយបាទនេះខ្ញុំអត់ដែល share ហ្មងដោយសារតាមពិតទៅវាមិនមែនជាកំហុសខាងណាមួយទេខ្ញុំថារឿងជារឿងល្អខ្ញុំដោយស្មោះត្រង់បញ្ហាណាមួយក៏អាចប៉ះខ្ញុំបានដែរអ្វីដែលពិតជាអាចឲ្យខ្ញុំ disturb បានគឺបញ្ហាតំណែងពីមួយខ្ញុំមួយគូដឹងហ្មងគឺខ្ញុំមានអារម្មណ៍ថា sensitive ខ្លាំងហ្មងដូចឧទាហរណ៍ថាបើសិនជាខ្ញុំ business មានបញ្ហាធ្លាក់ចំណូលឬក៏បុគ្គលិកមានបញ្ហាប្រហែលជាចាក់ទៅពលខ្ញុំតិចតួចខ្ញុំនឹងដោះស្រាយវាបានប៉ុន្តែបើសិនជាខ្ញុំមានបញ្ហានៅក្នុងតំណែងមួយពិសេសវិញគឺភ្លាមហ្នឹងគឺវានឹងចាក់ទៅពលឲ្យខ្ញុំហ្នឹងធ្វើរបស់ផ្សេងហ្នឹងគឺអត់សូវ stable ដូចមុនទេអាហ្នឹងគឺបទពិសោធន៍របស់ខ្ញុំខ្លួនឯងអញ្ចឹងខ្ញុំក៏អត់ដាក់បន្ទុកមកខ្លួនឯងពេកដែរដោយសារតែខ្ញុំពិតជាមើលឃើញថាខ្លួនឯងអត់មានចំណុចខ្សោយច្រើនទេគ្រាន់ថានេះមួយគឺជាប្រហែលជាវាជា exception ដោយសារតែខ្ញុំគឺ attach ខ្លាំងមួយក្តីស្រឡាញ់ចំមានអារម្មណ៍អីមួយដែលនៅទីជម្រៅ 2% ដែលឆាយអត់ដែល share ទៅណាគេផ្សេងសូម្បីតែអាចថាអត់ដែលទាំង share ទៅពិសេសដែរដែលអត់ដែលប្រាប់ទៅគាត់បែបទៅលើអីគេដែរដែលអារម្មណ៍ខ្លួនឯងដែលយើងអត់ដែល share ឬ something យើងអត់ដែល share ទៅគាត់អីដែលខ្ញុំអត់ដែល share ខ្ញុំគាត់ថាពាក្យច្រើនខ្ញុំពិតជាបើកចិត្តនិយាយគ្នាអស់វាអាចមានរបស់ខ្លះវានិយាយប៉ុន្តែប្រហែលជាមិននៅក្នុងទម្រង់ដែលវាហៅថាម៉េចនេះបើសិនជាអានេះខ្ញុំដោយស្មោះត្រង់មកខ្ញុំពិតជាភាកច្រើនបើសិនជាបើមួយអ្នកផ្សេងខ្ញុំអត់ដែរ share សបោតែបើមួយពិសេសខ្ញុំសង្កត់ថាគាត់នឹងមួយខ្ញុំគឺដូចដឹងរឿងដូចគ្នាយកមកបើសិនជារឿងនឹងខ្ញុំដឹងពិសេសក៏ដឹងដែរបើរឿងនឹងខ្ញុំមានអីមួយកើតឡើងពិសេសក៏ទៅដឹងអារឿងហ្នឹងដែរតែបើមួយអ្នកផ្សេងប្រហែលជាមានច្រើនដែលខ្ញុំអត់ដែរសូវចែកម្លែកមួយអ្នកផ្សេង ចុះខ្ញុំគាត់ថា
bởi vì Sny Hà với xây hay trái đôi rô một độ cho nó mà đẹp cái mơ khủng khăn ấy nhưng mà chọn đằng đây là ta ai tha what is one thing bị xây á đại thời trai sầm ra chất lẽ bằng sala phong lẽ bằng từng career luôn anh phong hay nhưng lưu tham mạ pa sư group bên chất đây tăng bên bốn này trong mùa hai đấy để thưa rồi trai nơi tập to từ một thế hai đấy bằng nơi nơi mùi xây bàn đào rộng này đời sao nhưng kết tha mền bị đam máu đời smart phone mong bị đam máu bị xây con mền chia khmer xây mình nè đại hiệp riệp xa rôm tôm ấy mỏng ấy bỏng có đa lên có hà thế đôi bộ nhóm tính bay xuôi bay ấy nhảy được kia đó hay bỏng vấn thế trở về chập đam tệ tông kia to máu nhưng kết tha tận tâm năng hướng bay xuôi tâm năng hướng ở nhà nhảy đứng có cò chia mình đừng nè đại tha smart thoáng hay con vậy ấy thoáng hay p để chập đam score nhóm cái chập đam score có bộ giống đôi chìa cài đầm bầy kia mà nè mầm tích bao nhiêu xong ai xong rầm lật sầm nua muốn nó mày trong thằng mày nhưng anh vậy đó với anh viên tranh coffee sầm nua I think it's okay nhóm trong đơn tha like why bị xây ok rồi sao tập pe chập đam to mà tiệt máu nhóm tập tua ba ròm thay trẻ có đôi chỉ cật nhóm chia này cột đây pi mà pe tới mà pe đôi chỉ có căn đờ o sai chứ một tầng smart thoáng tầng tại chỉ được to luôn tầng ca đi chậm rãi bỏ qua tầng pace ban đây tha miễn là bỏ chia chở này bộ dân cửa đôi khi này đôi cái họ nhâm lườn nhâm cho ba lo chẳng tới có cứ chia mình nè là ai tha pi môn bỏ lại nhâm xa mình thành cứ có lườn đôi khi này ca bị muốn chắc mà nhâm tha ca bị muốn có dư bây để nhâm lưỡn có ai bắt bài là đạp mùi nhâm bàn ca bị muốn có chia mình nè đại trong nơi lại này sẽ bắt việc nhâm mấy cứ chia mình nè đại Rogoro Explore thợ ấy mày Tigris lời nó có chi mình nè đại ai nâng phạm hài chẳng vì ai ban này quạt bọt bài mau nơi không phải bọt chi chở này tha thưa ai quạt nâng đi chậm rãi chừng môn màn chở chẳng nhung mơ khơi na ô mình nè nó có bà sân chỉ quạt mình sẽ lại nhung bà sân chỉ quạt mình vô chất tốc đạn mùi từ nè tụi nó mà dương vì nè con mình ai pi mà p từ thua hướng này quạt bật chĩa trang ngay về là tái quạt đăng hàng nó đi chậm rãi quạt đăng hàng nó improve nó từ nè tụi nó mà phụ dương cứ quạt thua vì ra episode dương nít bài chỉ mà là tật tiết tầm bụng chân nhóm chọn đang thà trai miền ấy để chọn vậy từ vì xây về được quạt mơ video nữa tôi bây giờ nhóm vậy mới quạt chọn tái dần nha đó nhóm bật chỉ bởi tranh bị chất tư món nhóm cái tha vì xây cứ chìm niệm đài ở cha lắm vì mà mình ở cha tại sao ta quạt card mà nơi không là bỏ lại rồi mình thấy ở cha tại sao ta cứ quạt máu cứ chìm được là sang mình mình tên card máu nơi không khổ xa đài và đời smart thoáng cứ miền bạc bọt môi đài chắc không rờ tròn miền cáp đã sầm biết rồi có bất biết tròn vậy tới cứ mình nghe rồi này tầng nơi khai tầng ắt sơi miền lôi đèn ca rồi nơi bỏ khổ xa ca hộp cho ca sẽ bị sập khổ bài giang đó cứ ắt nơi không condition môi đài lo thì bằng tái cứ ai tới sòng kết bị tại chơi đặt bỏ quạt và quạt nè vì mà bây bị xây quạt bảo bạn nó không ca ao xuống này plug đồ bằng tái miền chật môi đài tay đó cứ quát chìm người ta chọn lạc đồ cứ đồ là hột vì mà ngày tầm ngày đồ ao tại là bỏ nó ai nhầm lo chịu muốn hay nhầm cứ từ xa quát sang mình tên là lớn cứ tha phía đi chậm rãi bảo quát thời nhầm về clap nhẹ vào đó tha bà ớt compare con mình này nè compare con mình không ai bị muốn chờ ớt trong thơ ấy cất ấy mầm tích bỏ bong chào hay thưa em tích cọp hờ ta làm mà ngày cái tập đi bà làm phải sắp khổ bài nha ta lấy chiêm được mình này ai đặt non này ở tây bàn mình confident trên tên vậy nó khác nhau cả vì muốn là hiện vậy chỉ xa tiền nè lấy quạt breakthrough tới vậy chỉ xa tiền nè hay quạt miên thần độc chất lượng của này dịp xét tục chất nhóm ca vì muốn nhóm tay nè còn quạt tục chất này mà vậy chứ có thể tầm nào ta lấy ní quạt ao nhóm miên space môi đầy nhóm miên làm tha nhóm miên sợi phiêu đôi đại cho bạn
ជាប់ត្រង់គ្រាន់តែខ្សែវែងឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្សែហ្នឹងដូចជាដាច់ខ្ញុំចង់ហោះហើរទៅណាក៏បានខ្ញុំមានអារម្មណ៍ថាមានសេរីភាពអញ្ចឹងទៅលើគ្រប់ចំណុចលក្ខណៈសម្បត្តិរបស់គាត់ទាំងអស់ខ្ញុំសង្ឃឹមថាវាមិន perfect ទេប៉ុន្តែគឺ99បន្ទុកលើ100បន្ទុកគឺសង្ឃឹមអញ្ចឹងមួយទៀតដោយសារឆៃក៏ចិត្តដល់ពេលដើរភ្ជាប់ពីជាមួយគាត់ដែរអញ្ចឹងបើសិនជាដល់ថ្ងៃហ្នឹងឆៃគាត់ថាពេលដែល first date ណាពេលដែលយើងរំឲ្យកាត់នំឆៃនឹងនិយាយអីទៅគាត់បើខ្ញុំគិតថាពាក្យដែលខ្ញុំនឹងនិយាយទៅគាត់ដំបូងគឺនឹងអរគុណដែលគាត់ចូលមកក្នុងជីវិតរបស់ខ្ញុំដោយសារតែគាត់គឺជីវិតរបស់ខ្ញុំបានប្រែប្រួលច្រើនមិនគ្រាន់តែជីវិតគាត់ប្រែប្រួលជីវិតខ្ញុំគឺបានប្រែប្រួលច្រើនដោយសារតែគាត់ហើយពីមនុស្សផងម្នាក់ដែលថាចាប់ពីសាលាមកគឺអត់ដឹងខ្លួនឯងធ្វើអីទេតែដោយសារតែខ្ញុំមានគាត់ជីវិតខ្ញុំក៏ល្អប្រសើរច្រើនខ្លាំងមែនទែនជាងកាលពីមុនហើយខ្ញុំគិតថាខ្ញុំអរគុណគាត់មែនទែនដែលបានចូលមកក្នុងជីវិតហើយធ្វើឲ្យជីវិតខ្ញុំនិយាយទៅមានក្តីសុខមានសុខគ្រប់បែបយ៉ាងហើយក៏អ្វីដែលចង់និយាយទៅកាន់គាត់មួយទៀតហ្នឹងគឺខ្ញុំនឹងសន្យាមើលថែគាត់ឲ្យបានល្អឲ្យគាត់ទទួលបានអ្វីដែលគាត់ស័ក្តិសមទៅនឹងអ្វីដែលគាត់បានផ្ដល់ឲ្យខ្ញុំដូចគ្នាអីដែលខ្ញុំតែងតែនិយាយមួយទៀតហ្នឹងខ្ញុំក៏នឹងនិយាយដូចគ្នាថាបើសិនជាជីវិតនេះអាចរស់បានយូរទៅឬក៏ពិតជាមានជាតិក្រោយមែនខ្ញុំនៅតែចង់ជួបគាត់ចង់ចំណាយពេលវេលាទៅថាវាជារបស់មួយដែលគាត់ជាម្នាក់ដែលពិសេសខ្លាំងមែនតើដូចខ្ញុំនិយាយចឹងថាមានរបស់ជាច្រើនមានបញ្ហាជាច្រើនខ្ញុំមិនដែលប៉ះពាល់ចិត្តទេប៉ុន្តែរបស់ដែលពិតជាអាចឲ្យខ្ញុំប៉ះពាល់ចិត្តបានគឺគាត់បើសិនជាមានបញ្ហាមួយគាត់គឺខ្ញុំនឹងមានអារម្មណ៍ថា down ភ្លាមចុះចំពោះដូច young couple ឬក៏ក្មេងៗក្រោយដែលគាត់ស្រឡាញ់គ្នាគាត់ចង់កសាងក្តីសម័យមួយគ្នាចង់កសាង business មួយគ្នាឆៃគាត់ថាឆៃនឹងមាន tip អីឲ្យគាត់ដើម្បីបន្តដំណើរអ្នកដែលដូចពេលឆៃចាប់ដើមដំបូងគឺអត់ដឹងទៅណា like so vague so confusing អញ្ចឹង how would you tell them បើសិនជាសម្រាប់អ្នកដែលគាត់ចាប់ដៃគ្នាដំបូងខ្ញុំគិតថានេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ចង់កាត់ខ្ញុំដោយស្មោះត្រង់ហ្មងខ្ញុំមិនមែនជាមនុស្សម្នាក់ដែលស្មោះហើយពីដំបូងមកក៏ខ្ញុំជាមនុស្សម្នាក់ដែលខូចជាមនុស្សដែលហៅថាខ្ញុំគិតថាពាក្យនេះពិសេសដឹងប៉ុន្តែអ្នកផ្សេងប្រហែលជាអត់ធ្លាប់ឮខ្ញុំនិយាយទេតែខ្ញុំទៅទទួលស្គាល់ថារបស់ដែលពីមុនយើងឆ្លងកាត់ហើយមានអីត្រូវខ្មាស់គេឬក៏អត់ទទួលស្គាល់ប្រហែលជាអ្នកខ្លះគាត់ហ្នឹងចែកម្លែករបស់ចឹងហើយគឺឲ្យគេគិតថាខ្លួនឯងអាក្រក់តែបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាពេលដែលខ្ញុំអាចទទួលស្គាល់ខ្លួនឯងបានហើយខ្ញុំអត់ខ្វល់ពីអ្នកដទៃនេះជាសេចក្តីសុខពិតប្រាកដរបស់ខ្ញុំខ្លួនឯងអញ្ចឹងតទៀតខ្ញុំគិតថាបើសិនជាគាត់ចាប់ដៃគ្នាទីមួយគឺត្រូវច្បាស់លាស់មួយគ្នាគឺមិនថាយ៉ាងណាគឺត្រូវតែចាប់ដៃគ្នាតទៅមុខអាហ្នឹងគឺជារឿងមួយសិនបើសិនជាថាអូខេដូរពីម្នាក់ទៅម្នាក់អាហ្នឹងវាជារឿងផ្សេងប្រហែលជាម្នាក់ហ្នឹងអត់ល្អឬអត់ត្រូវមួយយើងប៉ុន្តែបើសិនជាដល់ថ្នាក់ថាដូរច្រើនពេកឬក៏ច្រើនតង់នៅតែអត់ត្រូវខ្ញុំគិតថាហ្នឹងក៏គួរតែមើលពីខ្លួនឯងដែរវាអាចពាក់ព័ន្ធមួយយើងអញ្ចឹងតទៅក្នុងតំណែងបើសិនជាគាត់ហ្នឹងគឺត្រូវគ្នាចរិតត្រូវគ្នាមួយម្នាក់ហ្នឹងហើយរកឃើញមនុស្សដែលត្រូវមួយយើងហើយខ្ញុំគិតថាត្រូវដាក់គោលដៅមួយគ្នាចាប់ផ្ដើមចេញពីដំបូងផុតមនុស្សនេះជាការគិតរបស់ខ្ញុំចង់បានតំណែងល្អមួយអ្នកដទៃត្រូវតែមានតំណែងល្អមួយខ្លួនឯងអញ្ចឹងដំបូងបំផុតសួរខ្លួនឯងសិនទៅខ្លួនឯងមានតំណែងល្អមួយខ្លួនឯងអត់បើមានតំណែងល្អមួយខ្លួនឯងហើយទៅបង្កើតតំណែងល្អមួយដៃគូរបស់យើងបន្ទាប់ពីហ្នឹងហើយគឺ set goal ជាមួយគ្នាអញ្ចឹង goal ហ្នឹងគឺមិនកុំតាន់អាចទៅដល់ goal business set បើសិនជាពិតជាចង់តាក់ទងគ្នាហើយចាប់ដៃគ្នារកស៊ីអញ្ចឹងគិត goal ផ្ទាល់ខ្លួនសិនចាប់ផ្ដើមចេញពីរបស់ផ្ទាល់ខ្លួនចាំទៅរករបស់ក្រៅខ្លួនតើរបស់ផ្ទាល់ខ្លួននឹងចង់បានអីគេខ្លះប្រហែលជារៀបការឆ្នាំណាប្រហែលជាតើមានគោលដៅអនាគតនឹងជាមួយម៉ាក់ប៉ាបែបណាចង់ជូនគាត់ទៅដើរលេងឬក៏ចង់ដើរលេងជាលក្ខណៈខ្លួនឯងហ្នឹងបែបណាចង់ធ្វើអីដែលល្អចំពោះគ្នានឹងគ្នាទៅវិញទៅមកចង់កែប្រែអីខ្លះជាមួយគ្នា
trong cái pra là cột bài na là chiều tụi nẹt tụi nó rồi biến khuôn ái hay còn tụi nẹt tụi nó rồi biến mình được phong mình được xây sân và tao máu tụi đó tụi nẹt tụi nó rồi biến khuôn ái cho mùi nâng business rồi còn lối cạnh chẳng chạm dương tụi đã goal không vậy về pram chén mình đi chỉ bao bị sao bao nhiêu to nhom đã goal pram chén nhom trong roll lôi bam bảo màn nhom ăn giấy chia chấm nuôn thế đời xa ta là bỏ khá nhom giấy chia chấm nuôn đời xa việt tịch tịch lời ní việt từ scale mùi đã thông nhọ trong giấy chia chấm nuôn chẳng nhờ nhom đã tha pram chén chỉ là bỏ mùi đại nhom có tha nhom thợ bài này tai chạy sáng nhom thơ về ban sầm lại nơi không môn cầm nọt ụt họ đôi chỉ can nó đôi chỉ rồi 3 năm ấy nó nhom ai thơ bài chẳng có đại chia mình đã tẹt to nên nó cứ bật nè goal muối sầm nhập tận nẹt tận nòng to luôn hay goal muối tiết sầm nhập tận nẹt tận nòngខ្លួនឯងជាមួយនឹង business គឺត្រូវតែ set ថៃ suggestion របស់ខ្ញុំគឺជារបស់មួយដែលរួមគ្នាអ្នកនរគ្នាអាចថាម្នាក់ជាគ្រូបរិញ្ញាម្នាក់ទៀតជាប៉ូលីសធ្វើការដោយរៀងខ្លួនប៉ុន្តែប្រហែលជាមានអ្វីមួយដែលអាចឲ្យអ្នកអង្គពីរហ្នឹងផ្សារភ្ជាប់គ្នាបានប្រហែលជាកូន business ទូចមួយប្រហែលជារបស់រកស៊ីទូចមួយឬក៏ប្រហែលជាការងារទូចមួយដែលផ្សារភ្ជាប់ពីរអ្នកនឹងជាមួយគ្នាខ្ញុំគិតថារបស់មួយហ្នឹងនឹងធ្វើឲ្យប្តីប្រពន្ធហ្នឹងចូលចិត្តគ្នាបានកាន់តែច្រើនទន្ទឹមនឹងហ្នឹងអារបស់ក្រៅខ្លួនដែលជាមុខចំនួនឬក៏ការងារឬក៏អីផ្សេងហ្នឹងក៏រីកចម្រើនដែរខ្ញុំគាត់ថាពេលខ្លះទោះការងារគាត់ផ្សេងគ្នាក៏ដោយតែសំខាន់ឲ្យគោលដៅដូចគ្នាគឺអាចទៅមុខមួយគ្នាបានដែរដូចឆាយនិយាយមុននឹងអញ្ចឹងឧទាហរណ៍ម្នាក់គាត់ធ្វើគ្រូបរិញ្ញាទៅម្នាក់គាត់ធ្វើប៉ូលីសប៉ុន្តែគោលដៅរបស់គាត់ចុងក្រោយគឺគាត់ចង់ជួយមនុស្សគាត់ចង់ជួយដល់សង្គមបើមិនគាត់មានគោលដៅនឹងដូចគ្នាគឺអាចទៅមួយគ្នារួចទេខ្ញុំគិតថាឲ្យតែមានគោលដៅច្បាស់លាស់ទោះពិធីណាឬក៏យើងធ្វើបែបណាអត់សំខាន់ទេតែសំខាន់ឲ្យតែមានគោលដៅជាមួយគ្នាទៅគឺយើងអាចរកចន្លោះប្រហោងមួយដែលយើងអាចទៅមួយគ្នាបានទៅរលូនដែរមួយទៀតខ្ញុំចាអារម្មណ៍ឆាយនិយាយរឿងភាគច្រើនធ្វើឲ្យរឿងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ជាងគេគឺពេលដែលតាក់ទងរឿងស្នេហាខ្ញុំចង់ដឹងថាឆាយតើបែងចែកបែបណាដើម្បីឧទាហរណ៍បែងចែករឿងស្នេហាជាមួយនឹងbusiness ស្នេហាជាមួយនឹងអាជីវកម្មបែងចែកបែបណាដើម្បីឲ្យវាមានប្រសិទ្ធភាពដើម្បីកុំឲ្យប៉ះពាល់ដល់ការងារអីចឹងណាដោយសារតែពួកខ្ញុំធ្វើការមួយគ្នាអញ្ចឹងប្រកាសណានៅក្នុងកន្លែងការងារគឺរៀងពិបាកដែរដោយសារតែឥឡូវសម័យថាឧទាហរណ៍ខ្ញុំសប្តាហ៍ឧទាហរណ៍ខ្ញុំជា CEO ជាអ្នកសម្រេចចិត្តពិសេសគាត់ជា Head of Marketing អញ្ចឹងមានការងារជាច្រើនដែលខ្ញុំត្រូវដាក់ឲ្យគាត់ខ្ញុំត្រូវ track ការងារគាត់ខ្ញុំត្រូវ challenge គាត់ខ្ញុំត្រូវឲ្យគាត់ទៅ face មួយនឹងលទ្ធផលរបស់គាត់អញ្ចឹងខ្ញុំពិតជាត្រូវបែងចែកថាក្នុងពេលឥឡូវនេះខ្ញុំជាអនាគតប្តីប្រពន្ធឬក៏ជាអ្នកដឹកនាំហើយនឹងក្រុមការងារអញ្ចឹងខ្ញុំត្រូវបែងចែកពេលនេះខ្ញុំជាអ្នកដឹកនាំនឹងក្រុមការងារអញ្ចឹងបើសិនជាត្រូវស្ដីឲ្យគឺអត់មានទុកមុខទេដាក់ចំឲ្យគាត់ទៅប្រឈមមុខមួយរបស់ហ្នឹងប្រហែលជាអារម្មណ៍របស់ខ្ញុំក៏អត់ស្រួលក៏អត់សប្បាយចិត្តក៏អត់ចង់ធ្វើអញ្ចឹងដាក់គាត់ដែរប៉ុន្តែខ្ញុំត្រូវបែងចែករវាងតំណែងតំណងនឹងឲ្យដាច់ពីគ្នាព្រោះឯនេះគឺយើងត្រូវ being professional បើគាត់ពិតជាមានសមត្ថភាពក្នុងការធ្វើការខ្ញុំត្រូវតែដកគាត់ចេញឲ្យគាត់ទៅយក position មួយណាដែលគាត់អាចពិតជាធ្វើបានតែបើគាត់មានសមត្ថភាពគាត់ហ៊ានទទួលយកគាត់ challenge ខ្លួនឯងឲ្យទៅមកកម្រិតទៀតអញ្ចឹងទើបយើងអាចធ្វើការមួយគ្នាបាននៅផ្ទះគឺនៅផ្ទះតំណែងតំណងនៅផ្ទះគឺតំណែងតំណងនៅផ្ទះតំណែងតំណងនៅកន្លែងការងារគឺការងារអញ្ចឹងទៅក្រុមហ៊ុនយើងរីកចម្រើនយើងអាចយកបងប្អូនយកមនុស្សស្និទ្ធស្នាលមួយគ្នាយកមកដាក់នៅក្នុង position ដែលសំខាន់ហើយឲ្យគាត់ធ្វើការសម្រេចចិត្តទាំងដែលយើងឲ្យតំណែងតំណងមនុស្សចេតនាចូលនៅក្នុងហ្នឹងពេលតែធ្វើអីខកហ៊ាននិយាយធ្វើអីខកហ៊ានថាធ្វើអីខកហ៊ាន challenge គាត់ឲ្យគាត់ទៅមើលលទ្ធផលពេលដែលអញ្ចឹងក្រុមហ៊ុនយើងនឹងអត់រីកចម្រើនតែដល់ពេលយើងនិយាយត្រង់អញ្ចឹងស្ដីគាត់ត្រង់អញ្ចឹងមានដែរពេលមកដល់ផ្ទះអត់មើលមុខគ្នាគាត់ខឹងច្រើនដងដែរគាត់អត់សូវគាត់ក៏ប្រាប់ធំថាអត់ចូលចិត្តឲ្យខ្ញុំហ្នឹងនិយាយថាឲ្យមុខអ្នកដទៃអញ្ចឹងខ្ញុំក៏សម្របសម្រួលថាក្នុងបរិបទការងារខ្ញុំអាចអត់ថាឲ្យគាត់មុខអ្នកដទៃតែខ្ញុំអត់អាចអត់ថាឲ្យគាត់បានទេអញ្ចឹងប្រហែលជាសម្រួលមកត្រឹមថាហៅគាត់និយាយពីរនាក់នៅតែប្រាប់គាត់ដដែលនៅតែនិយាយចំពោះមុខគាត់ចំដដែលនៅតែអញ្ចឹងគ្រាន់តែថាអត់នៅមុខអ្នកដទៃហ្នឹងយើងអាចថាការងារប្រកាសណាមិនប្រកាសថាឲ្យឃើញឲ្យយើងស្ដីឲ្យមេនៅមុខកូនចៅឯងអញ្ចឹងយើងគួរតែថា privately talk មួយគាត់ព្រោះគាត់ជា position មួយដែលធំដែរអញ្ចឹងក៏អាចប្រាប់គាត់បញ្យល់គាត់ថាឲ្យគាត់
ប៉ុន្តែ take a step back មិនទៅថាឲ្យគាត់នៅមុខអ្នកដទៃអញ្ចឹងខ្ញុំគ្រាន់តែសម្របសម្រួលធ្វើប៉ុណ្្នឹងតែបើថាឲ្យខ្ញុំឈប់ face គាត់ confront គាត់អត់ទេត្រូវនិយាយគឺនិយាយត្រូវប្រាប់គឺប្រាប់ ចុះដោយសារឥឡូវឆាយធ្វើបានរឿងច្រើនហើយក៏រឿងសិតរឿងធំធំទៀតភ័យថាវាអាចបាត់បង់ទៅវិញហ៎បើខ្ញុំអត់ដោយសារខ្ញុំមាន perception មួយថាជីវិតគឺជាលបែងហ្មងគឺជា game ដូចជាយើងលេង game មួយដូច high day អញ្ចឹងដូចលេង game ថាអូខេចាំអានេះចាំអានោះដាក់នេះដាក់អានោះប្រមូលលុយលក់អវ៉ាន់លក់អីសពគ្រប់បែបយ៉ាងជីវិតខ្ញុំចាត់ទុកវាដូចជា game ហើយដូចលុយអីហ្នឹងខ្ញុំចាត់ទុកវាជា tool មួយសម្រាប់យើងទៅ explore ទៅ experience របស់ថ្មីទៅរៀនពីរឿងផ្សេងអញ្ចឹងពេលដែលខ្ញុំបង្កើតបានលទ្ធផលកាន់តែធំប្រហែលជាមានមនុស្សមួយចំនួនខ្ញុំអត់ហ៊ាននិយាយថាគេបែបណាខ្ញុំបែបណាល្អអ្នកណាល្អជាងគ្នាតែនេះជារបស់ដែលមានប្រសិទ្ធភាពសម្រាប់ខ្ញុំអត់ឲ្យរបស់ទាំងអស់ហ្នឹង attach មួយខ្ញុំខ្លាំងទេដូចជាលុយខ្ញុំចង់បានប៉ុន្តែសួរថាបើសិនជាខ្ញុំ invest ឧទាហរណ៍ amount ណាមួយដែលធំតោះមកខ្ញុំខាតបង់លុយហ្នឹងអត់អីខ្ញុំគិតថាខ្ញុំធានបានអីខ្លះបបពិសោធន៍អីខ្លះ worst case scenario អីគេតោះមកឲ្យវាទៅតាមហ្នឹងទៅខ្ញុំបន្តទៅមុខទៀតទៅព្រោះជីវិតគឺវា like supposed to be like that ហើយបើសិនជាយើង like នៅ stuck មួយរបស់អីដែលហៅថាវាបានបាត់បង់ទៅហើយឬក៏វាកម្រងនឹងបាត់បង់ខ្ញុំគិតថាវាធ្វើឲ្យយើងនឹងអត់អាចឆ្ពោះទៅមុខហើយ grow បានកាន់តែធំឯងបើថាមានកាន់តែច្រើនបន្ទុកកាន់តែធ្ងន់បើអារម្មណ៍របស់ខ្ញុំចាំតែចង់មានកាន់តែច្រើន attract របស់មកកាន់តែច្រើនប៉ុន្តែខ្លួនខ្ញុំគឺមានសេរីភាពហើយធូរស្រាលខ្ញុំជឿថាតាមពិតភាគច្រើនគឺមកពីការគិតយើងខ្លួនឯងទាំងអស់ដូចយើងថារឿងអាចកើតឡើងចេះកើតឡើងចុះតែតាមពិតមែនតើគឺសិតតែរឿងខ្លួនឯងព្រោះជាក់ស្ដែងខ្ញុំមុនខ្ញុំមកធ្វើរកស៊ីរាល់ថ្ងៃនេះក៏ខ្ញុំធ្លាប់បិទ business មួយដែល start up របស់ខ្ញុំហ៎ពេលហើយពេលហ្នឹងដឹងហើយខ្ញុំវាថាពេលហ្នឹងពេលដែលខ្ញុំរៀនពេលខ្ញុំធ្វើហ្នឹងតែបិទអារឿងទៅបិទវែងឆ្ងាយទៀតប៉ុន្តែដោយសារចេះពេលដែលខ្ញុំធ្វើមុនខ្ញុំបិទហ្នឹងណាខ្ញុំគិតច្រើនមែនតើខ្ញុំគិតថាអូខ្ញុំចាប់ផ្ដើមតាំងពីដំបូងមក like អ្នកដែលគេស្គាល់ខ្ញុំអ្នកដែលគេស្គាល់សៀវប៉គឺគេស្គាល់ business មួយហ្នឹងអញ្ចឹងបើខ្ញុំបិទទៅធ្វើម៉េចទៅតិចគេលែងស្គាល់ខ្ញុំជាណាគេតិចខ្ញុំបង្កើត business ថ្មីអត់បានប៉ុណ្ណឹងទៀតទៅតិចដល់ពេលខ្ញុំបិទទៅគេលែង like យើងអត់អាចទៅមុខបានទៀតធ្វើម៉េចទៅខ្ញុំគិតយូរមែនតើខ្ញុំគិតឡើងរាប់ឆ្នាំបានខ្ញុំបិទខ្ញុំគិតអត់ចេញសោះប៉ុន្តែពេលណាដែលខ្ញុំសម្រេចថាខ្ញុំឈប់ធ្វើខ្ញុំធ្វើអ្វីដែលខ្ញុំស្រឡាញ់វិញ surprisingly តែមួយអាទិត្យទេលែងមានអ្នកខ្វល់បើខ្ញុំនៅក្នុងចិត្តខ្ញុំគិតថាអូចប់ហើយខ្ញុំដូចជាចាប់ផ្ដើមឡើងវិញពី0អញ្ចឹងដូចរបៀបថាចប់ហើយគេលែងស្គាល់គេលែងអីយើងត្រូវទៅ network គេឡើងវិញយើងត្រូវទៅរក business ឡើងវិញទៅរក partner ឡើងវិញទៅរកភ្ញៀវឡើងវិញប៉ុន្តែដល់ពេលបើមែនតើដូចឥឡូវគេអត់ទាំងដឹងថាខ្ញុំពីមុនធ្វើអីគេផងគេអត់ទាំងខ្វល់ផងតែតាមពិតអាការគិតខ្លួនឯងប្រាប់ថាអូប្រាប់ថា A B C D គិតច្រើនមែនតើហើយពជាខ្ញុំឡើងរាប់ឆ្នាំហ្នឹងទាំងខ្ញុំដល់សម្រាប់ចិត្តបាត់បាទទាំងខ្ញុំអត់ចង់ធ្វើបន្តឯប៉ុន្តែខ្ញុំអត់ដាច់ចិត្តអត់ព្រមបិទសោះតែដល់ពេលខ្ញុំបិទហើយ no one care អូខេចុះពេលហ្នឹងសម្រាប់ចិត្តចុងក្រោយបំផុតបងឯងធ្វើមិនចេះមូលហេតុអីមកថាឥឡូវឈប់ហើយពេលហ្នឹងចេះដោយសារការ business ហ្នឹងដំបូងខ្ញុំចាប់ផ្ដើមធ្វើខ្ញុំស្រឡាញ់ដែរប៉ុន្តែដោយសារយើងវាទៅ direction មួយដែលមិនជាអ្វីដែលយើងចង់បង្កើតតាំងពីដំបូងបើនិយាយវែងឆ្ងាយទៅដោយសារពេលហ្នឹងខ្ញុំធ្វើច្រើនដែរប៉ុន្តែវាអត់ work ដល់ពេលអញ្ចឹងដើម្បី business survive យើងត្រូវ change direction យើងត្រូវផ្លាស់ប្ដូរបរិបទផ្លាស់ប្ដូរការរកស៊ីរបស់យើងដើម្បីធ្វើឲ្យបានលុយមានបុគ្គលិកមានអីចឹងទៅប៉ុន្តែដោយសារខ្ញុំផ្លាស់ប្ដូរហ្នឹងវាទៅជា something ដែលខ្ញុំអត់ចង់ build ខ្ញុំអត់ចង់ធ្វើទេហើយ stuck មួយខ្ញុំចង់រាប់ឆ្នាំប៉ុន្តែពេលហ្នឹងខ្ញុំសម្រេចចិត្តថាបិទណាចំណាយពេលតែមួយថ្ងៃគត់ខ្ញុំសួរខ្លួនឯងថាបើសិនជា10ឆ្នាំទៅទៀត business នឹង success ខ្ញុំរកបានរាប់រយលានរកបានលុយច្រើនណាស់ហើយជោគជ័យតែខ្ញុំសប្បាយចិត្តមួយវាអត់ចម្លើយគឺអត់ទោះខ្ញុំរកបានលុយច្រើនក៏ដោយប៉ុន្តែខ្ញុំអត់ចង់នៅក្នុងវិស័យមួយហ្នឹងខ្ញុំអត់ចូលចិត្តអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃដល់ពេលអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តតែមួយថ្ងៃហ្នឹងព្រឹកឡើងគឺខ្ញុំសម្រាប់ចិត្តថាខ្ញុំឈប់ហើយ and then ខ្ញុំរៀបចំបិទតាមហ្នឹងទៅ and then
yeah the rest is history and now ហើយខ្ញុំធ្វើរឿងដែលខ្ញុំស្រឡាញ់ជាងមុន so yeah I think it's doing fine actually បើ talk about ក្តីសម័យពួកខ្ញុំគិតថាបើមែនតើទៅឆាយទទួលបានក្តីសម័យខ្លួនឯងច្រើនណាទាំងផ្ទះទាំងឡានទាំងគ្រួសារទាំង business ទទួលបានច្រើនណាស់អញ្ចឹងឥឡូវបើសិនជាយើងអាចថារាប់ពីឥឡូវ 0 ម្ដងទៀតតើតទៅមុខឆាយចង់បង្កើតក្តីសម័យបែបណានិយាយទៅខ្ញុំមានក្តីសម័យបើក្តីសម័យខ្ញុំគឺធំខ្លាំងអីដែលខ្ញុំការពីមុននៅទូចខ្ញុំមានការសម័យធំពេលដែលខ្ញុំដើរបានកាន់តែច្រើនខ្ញុំក៏ adjust បន្ថែមទៀតថាអូខេប្រហែលជាលើកមុនខ្ញុំមានការកាត់មួយដែលមាន limit នៅត្រឹមណាមួយឥឡូវខ្ញុំបន្លែង limit ហ្នឹងទៅកាន់តែឆ្ងាយជាងមុនអាច share តិចបានទេបានដូចឧទាហរណ៍កាលពីមុនខ្ញុំចង់ធ្វើឲ្យផលិតផលហ្នឹងល្បីនៅក្នុងស្រុកបច្ចុប្បន្នខ្ញុំចង់ឲ្យខ្លាយទៅជា global brand ដែលថារាប់រយឆ្នាំទៅមុខទៀតវាដូចជា brand ដែលល្បីធំនៅលំដាប់ពិភពលោកមកអញ្ចឹងគឺវាអាចនាំលុយឲ្យប្រជាជនខ្មែរបានច្រើនអាហ្នឹងគឺជាអ្វីដែលខ្ញុំគិតដូច Apple ដូចអីចឹងណាគ្រាន់តែជានេះជា cosmetic ឬមួយក៏អនាគតខ្ញុំបង្កើត brand ផ្សេងខ្ញុំអត់ដឹងគ្រាន់តែថាខ្ញុំនឹងធ្វើឲ្យអ្វីដែលខ្ញុំកាន់នឹងមានរបស់ចេញទៅជា global brand អាហ្នឹងគឺជារឿងមួយហើយបើសម្រាប់ខ្ញុំមានរបស់ផ្សេងទៀតដែលខ្ញុំគិតដូចជាឧទាហរណ៍ថាមានការបើកបណ្ណាល័យហើយការដាំដើមឈើអីហ្នឹងតែខ្ញុំគិតថានេះក៏ខ្ញុំនិយាយនេះក៏ដើម្បីរំលឹកខ្លួនឯងដែរដោយសារតែរបស់ខ្លះខ្ញុំពិតជាបានភ្លេចហើយអត់សូវបានគិតពីវាអញ្ចឹងបាននិយាយហើយខ្ញុំក៏នឹកឃើញអូខ្ញុំមានរបស់មួយចំនួនដែលខ្ញុំបាន set ទុកតែអត់សូវបានធ្វើវាខ្ញុំជឿថាឆាយអាចធ្វើបានសំខាន់បំផុតគឺចេញពីដំបូងគឺជឿលើខ្លួនឯងសិនអានឹងដូចយើងពាក្យថា belief to see តោះតែយើងជឿឲ្យបានយើងមើលឃើញវាព្រោះបើសិនជាមានពេលមួយដែលឆាយលែងជឿលើវាហើយទោះប្រងាប់ទៀតក៏អត់ចេញដែរប៉ុន្តែដោយសារឥឡូវឆាយជឿលើវាឆាយជឿថាអាចធ្វើបានណាខ្ញុំជឿថាថ្ងៃណាមួយ dream នឹងវានឹងអាចបានមកដល់ដែរតែបើអញ្ចឹង so keep dream on keep នៅតែផឹងវាដើម្បីទៅដល់ក្តីសម័យមួយនឹងព្រោះខ្ញុំពិតជាគិតថាat some point យើងនឹងមាន global brand មួយដែលអាចតំណាងខ្មែរទៅបានអញ្ចឹងជាចុងក្រោយខ្ញុំចង់ឲ្យឆាយរៀបរាប់ step by step បើសិនជាឆាយទៅត្រឡប់ back ម្ដងទៀតពី 0 ម្ដងទៀតពីអត់មានអីម្ដងទៀត how would you do ឆាយនឹងដើរផ្លូវនឹងបែបណាដែរ like reorganize everything បាច់ដូចមុនទេថាធ្វើមិនធ្វើទៅតែ the best way let's say like someone អ្នកស្ដាប់ដែលគាត់ចង់ធ្វើដូចឆាយដែលគាត់ឥឡូវនេះអត់មានដើមទុនគាត់ start ពី 0 គាត់អត់ដឹងថាទៅណា and to yourself also បើសិនជាឆាយអាចបានទៅប្រាប់ tip ហ្នឹងទៅឆាយកាលពីឆ្នាំទី3នោះយល់ step by step how would you do it បើសិនជាខ្ញុំហ្មងណាចាប់ផ្ដើមពីដំបូងមកខ្ញុំគិតថាខ្ញុំនឹងធ្វើជា agency ឬក៏ឈ្មួញកណ្ដាលមួយដែលត្រូវការចំណាយដើមទុននេះដំបូងបំផុតគឺត្រូវ build skill របស់ខ្លួនឯងឥឡូវឧទាហរណ៍ថាខ្ញុំនឹងចូលទៅលើរបស់មួយដែលខ្ញុំចូលចិត្តខ្ញុំលើកឧទាហរណ៍ទៅនឹង field ដែលខ្ញុំធ្វើហងៃ cosmetic ខ្ញុំនឹងធ្វើជាឈ្មួញកណ្ដាលមួយដែល connect អ្នកទិញនៅស្រុកខ្មែរជាមួយនឹងរោងចក្រនៅចិននេះគឺជារបស់ដែលហូរលុយបានច្រើនខ្ញុំហ៊ាននិយាយថាអញ្ចឹងដោយសារនេះនិយាយសួរស្ដាប់ធ្វើនំអត់ម្សៅប៉ុន្តែយើងពិតជាត្រូវការ credit ត្រូវការចំណេះដឹងច្រើនប៉ុន្តែហូរលុយបានច្រើនឥឡូវសម័យថាខ្ញុំយក 5% នៃលុយ$1 លានអញ្ចឹងក្នុងមួយ product ក្នុង$1 លានហ្នឹងខ្ញុំបាន$50,000អញ្ចឹងសម័យថាមិនប្រកាសថាមានតែ$1 លានណាចុះបើសិនជាយើងអាចធ្វើបានច្រើនខ្ញុំនឹងរកលុយបានកាន់តែច្រើនអញ្ចឹង at the same time ខ្ញុំអត់បាច់ទៅធ្វើការឲ្យអ្នកណាទេខ្ញុំធ្វើការឲ្យខ្លួនឯងខ្ញុំអាចរកលុយ build capital ហើយយកទៅធ្វើអីផ្សេងដែលខ្ញុំចង់ធ្វើ maybe ខ្ញុំមានលុយ10-20,000ឬក៏ត្រឹម5,000ខ្ញុំអាច build brand មើលការពីមុនមានត្រឹមតែ10,000នឹងអាចធ្វើបានអញ្ចឹងវាមិនមែនទៅលើតែរបស់ហ្នឹងមួយទេអញ្ចឹងខ្ញុំឧទាហរណ៍ហ្នឹងមួយហើយបន្តមក step by step ធ្វើតទៀតទៅអត់តែមានចាប់ផ្ដើមថាយើងមានលុយហើយគឺយើងអាចយកលុយហ្នឹងទៅលេងបានហើយវាដូចជាខុសពីចូលកាស៊ីណូប៉ុន្តែ the pattern ស្តៀងគ្នាចូលកាស៊ីណូយើងយកលុយទៅចាក់ឲ្យអាចនឹងឈ្នះត្រឡប់មកវិញអានេះវាចាក់មែនយើងយកទៅចាក់មែនប៉ុន្តែយើងអាច control situation មួយហ្នឹងបានដោយថត business
ខ្ញុំមានលុយ 100000 ខ្ញុំយក invest 10000 20000 ខ្ញុំចាប់ផ្ដើមលេង game មួយហ្នឹង strategy បែបណា control បែបណាបន្ទាប់មក result ចេញមកមិនស្រេស្រង់ resource វាខុសពីលេង beer លេងល្បែងក្នុង casino យើងចាក់ហើយវារៀងមួយចានទឹកម្ចានគោកហ្នឹងហើយអញ្ចឹងតែយើងចាប់ផ្ដើមមានលុយហើយខ្ញុំគិតថាអាចយកទៅធ្វើអីបានហើយអាចយកទៅបណ្ដាបានមិនប្រកាសថាដូចខ្ញុំនិយាយ1លានចេញមក commission 50000ហ្មងឯងពេលខ្លះ maybe របស់ហ្នឹង 10000 ហៅបានតែ500ឯងប៉ុន្តែអា500ហ្នឹងគឺអាចពីមួយពេលទៅមួយពេលយកទៅ invest ទៅលើអីផ្សេងដែលចាប់ផ្ដើម grow យើងពីមួយពេលទៅមួយពេលឥឡូវសម័យថាខ្ញុំនៅក្នុង industry IT មួយចុះអញ្ចឹងខ្ញុំ build app អញ្ចឹងប្រហែលជាខ្ញុំហ្នឹងអត់បើសិននេះជាខ្ញុំផ្ទាល់ហ្មងខ្ញុំអត់សូវចូលចិត្តធ្វើការឲ្យគេទេអញ្ចឹងខ្ញុំនឹងនិយាយបែបអត់ធ្វើការឲ្យគេហ្មងអញ្ចឹងចាប់ផ្ដើមមកភ្លាមខ្ញុំប្រហែលជារកមិត្តភក្តិពីរនាក់បង្កើតទៅជាក្រុមហ៊ុនទូចមួយប្រហែលជាមិនអត់ទាន់មាន official ចុះជាក្រុមហ៊ុននៅក្រសួងនៅអីទេប៉ុន្តែខ្ញុំធ្វើដូច freelance មួយឧទាហរណ៍ថាមានអ្នកគេម្នាក់ត្រូវការ build app អញ្ចឹងយកគេ10000ដល់3000 5000អញ្ចឹងក្នុងមួយ project ធ្វើមួយខែចប់អញ្ចឹងចែកលុយគ្នាសិនទៅអញ្ចឹងហើយអ្វីដែលសំខាន់ខ្ញុំគិតថារបស់ទាំងអស់ហ្នឹងគឺយើងមិនមែនគ្រាន់តែយកលុយទេប៉ុន្តែយើងរៀន operate យើងរៀន team work ថាតើខ្ញុំធ្វើការជា team 3នាក់ឬក៏5នាក់មិត្តភក្តិខ្ញុំហ្នឹងបែបណា project កាន់តែច្រើន recruit មនុស្សមកថែមមាន hierarchy សម្រាប់ lead មនុស្សអញ្ចឹងខ្ញុំគិតថារបស់អស់ហ្នឹងនឹងធ្វើឲ្យ20-30 project ក្នុងមួយខែប្រហែលជាយើងមានមនុស្ស20-30នាក់ធ្វើបាន at the same time អ្នកនៅ top level អ្នកដែល start ពីដំបូងដូចជាពួកយើងដែល start អាហ្នឹងនឹងរកលុយ profit ពីអាហ្នឹងបានច្រើនជាងគេអរគុណមែនតើនេះសិតតែជារូបមន្តល្អណាអាហ្នឹងរូបមន្តដែលអាចយកទៅអាចប្រើប្រាស់បានអាច copy បានអញ្ចឹងអរគុណឆាយថ្ងៃនេះបាទអរគុណច្រើនបងអរគុណអ្នកនរគ្នាបាយបាយអូខេ